ការប្រណាំងដែលកំពុងលាក់ចំណាត់ថ្នាក់ចុងក្រោយនៃអធិរាជដ៏ទេវភាពនៅទីក្រុងយូឡានបានដាក់ព្រះចៅអធិរាជឡូហ្វឹងនៅចំណាត់ថ្នាក់លេខ33ទោះបីជាសម្បុកសត្វល្អិតជ្រើសរើសដកថយនៅពេលប្រឈមមុខនឹងឡូហ្វឹងក៏ដោយឡូហ្វឹងទីបំផុតមិនបានចូលរួមក្នុងសមរភូមិសាធារណៈដើម្បីបញ្ជាក់ពីភាពខ្លាំងរបស់គាត់នោះទេចំណាត់ថ្នាក់លេខ33នៅតែឆ្លុះបញ្ចាំងពីកេរ្តិ៍ឈ្មោះរបស់គាត់គ្រប់ភាគីនៅក្នុងទីក្រុងយូឡានគិតថាឡូហ្វឹងនឹងចាត់វិធានការដើម្បីដណ្ដើមផលប្រយោជន៍កាន់តែច្រើននៅក្នុងទីក្រុងប៉ុន្តែឡូហ្វឹងនៅតែមានកម្រិតទាបដោយបង្ហាញពីការចាប់អារម្មណ៍ក្នុងការប្រកួតប្រជែងដើម្បីរកប្រាក់ចំណេញនៅទីក្រុងខាងក្នុងរូងភ្នំធម្មតាអ្នកដាំដុះ5នាក់ត្រូវបានប្រមូលផ្ដុំអធិរាជដ៏ទេវភាពឡូហ្វឹងនេះបានគ្រប់គ្រងដើម្បីបង្ខំឲ្យព្រឹទ្ធាចារ្យសាលូនៃសម្បុកសត្វល្អិតផ្ដល់សំណងដល់គាត់ជាមួយនឹងគ្រីស្តាល់បឋមរាប់ពាន់លានកម្លាំងរបស់គាត់មិនត្រូវទាបជាងមេសម្បុកសត្វល្អិតនោះទេសំណងតែមួយស្មើនឹងគ្រីស្តាល់បឋម 1000 លានសម្រាប់មហាអំណាចដូចជាព្រះចៅអធិរាជឡូហ្វឹងការរកប្រាក់គ្រីស្តាល់បឋមគឺមិនពិបាកទេប៉ុន្តែយើងត្រូវប្រថុយជីវិតរបស់យើងដើម្បីរកប្រាក់ទាំងនោះលើកមុនដែលយើងបានទៅបរបាញ់ពួកយើងទាំង5នាក់បានចូលរួមកម្លាំងហើយស្ទើរតែចាប់បានសត្វព្រៃដែលមានតម្លៃជាង9 លានគ្រីស្តាល់បឋមយើងថែមទាំងត្រូវបានដេញតាមដោយទម្រង់ជីវិតក្នុងកម្រិតទាបហើយបានរត់គេចខ្លួនយ៉ាងចង្អៀតអ្នកដាំដុះទាំង5នាក់យំសោកនៅពេលពួកគេជេរគ្នាអញ្ចឹងបងប្រុសយ៉ែងហេតុអ្វីបានជាអ្នកហៅយើងមកជាមួយគ្នានៅពេលនេះដូចដែលយើងបានព្រមព្រៀងគ្នាមុននេះយើងមិនមានគម្រោងតាមរក 10,000 សម័យបន្ទាប់នោះទេអ្នកដាំដុះទាំងនេះមិនមានរូបតំណាងទេរាល់ពេលដែលពួកគេបានទៅបរបាញ់ពួកគេមានការប្រុងប្រយ័ត្នបំផុតព្រោះកំហុសតិចតួចបំផុតអាចធ្វើឲ្យពួកគេបាត់បង់ជីវិតការហៅមនុស្សគ្រប់គ្នាមកជាមួយគ្នាមិនមែនជាការបរបាញ់ទេវានិយាយអំពីរឿងដ៏រីករាយបរោះស្គមស្កាំងញឹមជាមួយនឹងសំណើចរបស់គាត់រលកដែលមើលមិនឃើញភ្លាមបានរំពាត់អ្នកដាំដុះ2នាក់ដែលមានវត្តមានរលកមើលមិនឃើញទាំងនេះគឺជាការឈ្លានពានផ្លូវចិត្តអ្នកដាំដុះដែលរងផលប៉ះពាល់ទាំង2នាក់គឺជាអ្នកបង្កាត់ពូជឈាមរបស់ព្រះចៅអធិរាជនៅដំណាក់កាលកណ្ដាលដែលឆន្ទៈខាងវិញ្ញាណត្រូវបានជាឥទ្ធិពលដោយឈាមរបស់ពួកគេនៅពេលនេះការលុបលុយផ្លូវចិត្តដ៏ចម្លែកបានធ្វើឲ្យពួកគេជួបប្រទះនឹងការលិចលង់នៃការចងចាំដ៏ច្របូកច្របល់ធ្វើឲ្យពួកគេមិនច្បាស់អំពីអត្តសញ្ញាណរបស់ពួកគេតកដង្ហើម2-3 ដងក្រោយមកការបង្ហាញការឈឺចាប់របស់អ្នកដាំដុះទាំងពីរបានត្រឡប់ទៅរកភាពធម្មតាវិញហារាងកាយថ្មីពីទទួលបានបរោះស្គមស្កាំងភ្លាមបានឆ្លងផ្លូវចិត្តអ្នកដាំដុះទាំងនេះគឺទាបជាងយើងឆ្ងាយណាស់តាក់ទងនឹងបច្ចេកទេសផ្លូវចិត្តយើងកើតមកដើម្បីឆ្លងផុតត្រង់នោះបច្ចេកទេសសម្ងាត់នៃបេះដូងដ៏អស្ចារ្យនេះគឺជាបច្ចេកទេសសម្ងាត់ពីកំណើតតើពួកគេអាចប្រៀបធៀបបានដោយរបៀបណាក្នុងចំណោមអ្នកបណ្ដុះបណ្ដាលទាំង5នាក់ដែលមានវត្តមាន2នាក់ពិតជារបបជីវិតក្នុងកម្រិតទាបដែលគ្រប់គ្រងការបែកគំនិតមេបញ្ជាការនិយាយថានឹងមានប្រតិបត្តិការឆាប់នេះគាត់បានប្រាប់យើងឲ្យធ្វើឥឡូវនេះមិនអីទេមេបញ្ជាការយកចិត្តទុកដាក់ចំពោះសមាជិកជាន់ខ្ពស់នៃពូជចំពោះយើងកម្រិតទាបមេបញ្ជាការមិនដែលយកចិត្តទុកដាក់ចំពោះយើងទេទោះបីជាមានប្រតិបត្តិការធំក៏ដោយក៏យើងកម្រិតទាបក៏គ្មានប្រយោជន៍អ្វីដែរពិតទម្រង់ជីវិតក្នុងកម្រិតទាបទាំងពីរបានផ្លាស់ប្ដូរគំនិតជាលក្ខណៈឯកជនប្រភេទសត្វជីវិតធម្មកម្រិតទាបតែងតែដំណើរការក្នុងឋានានុក្រមតឹងរឹងប្រភេទសត្វទាំងនោះដែលមានកម្លាំងអធិរាជដ៏ទេវភាពដំណាក់កាលដំបូងត្រូវបានមេតបមិនអើពើទាំងស្រុងសូម្បីតែអ្នកដែលនៅកម្លាំងអធិរាជដ៏ទេវភាពពាក់កណ្ដាលដំណាក់កាលនៅតែស្ថិតក្នុងឋានៈទាបមានតែអ្នកដែលឈានដល់ដំណាក់កាលចុងនៃកម្លាំងអធិរាជទេទើបអាចទទួលបានការយកចិត្តទុកដាក់របស់មេតបយ៉ាងពិតប្រាកដយើងបានសម្លាប់អ្នកដាំដុះជាច្រើនអ្នករួចហើយបើយើងសម្លាប់កាន់តែច្រើនវាកាន់តែងាយស្រួលសម្រាប់យើងក្នុងការលាតត្រដាងកំហុសប្រព័ន្ធការពាររបស់ទីក្រុងយូឡានមានភាពស្មុគស្មាញហើយថែមទាំងតាមដានអ្នកដាំដុះគ្រប់រូបទោះបីជាយើងនឹងមិនត្រូវបានរកឃើញក្នុងរយៈពេលខ្លីក៏ដោយយូរទៅយើងនឹងត្រូវបានលាតត្រដាងអញ្ចឹងតោះប្រញាប់ប្រមាញ់អ្នកដាំដុះកាន់តែច្រើនយើងកាន់តែខិតទៅរកការទម្លាយប្រសិនបើយើងសម្រេចបានការទម្លាយមួយនោះខ្សែឈាមរបស់យើងនឹងវិវត្តទៅមុខទោះបីជាយើងបាត់បង់រូបតំណាងខ្លះក៏ដោយក៏យើងនឹងទទួលបានផលយ៉ាងច្រើនប៉ុន្តែប្រសិនបើយើងបាត់បង់រូបតំណាងជាច្រើនមុនពេលការវិវត្តនៃខ្សែឈាមនោះវាជាការខាតបង់បន្តស្វែងរកសត្វព្រៃអ្នកដាំដុះ2នាក់បានចាក់ចេញពីផ្ទះរូងភ្នំភ្លាមហើយចាប់ផ្ដើមហោះហើរយ៉ាងរីករាយនៅក្នុងទីក្រុងដូចអ្នកដាំដុះភាគច្រើនដែរពួកគេបានដើរជុំវិញទីក្រុងដោយទៅមើលហាងផ្សេងដោយមិនបង្ហាញពីភាពមិនប្រក្រតីណាមួយឡើយនៅពេលនេះឡូហ្វឹងស្ថិតក្នុងភាពឯកោដាំដុះ
ទោះបីជាគាត់មិនមានចេតនាក្នុងការស្វែងរកដំណាក់កាលចុងក្រោយនៃអធិរាជទេវភាពជីវិតនិងមរណៈទៅក៏ដោយការប្រមូលផ្ដុំរបស់គាត់បានបន្តកាន់តែស៊ីជម្រៅបច្ចេកទេសដូចជារូបកាយសមុទ្រឈាមនិងភ្នែកបំផ្លាញជីវគីមីរបស់គាត់ទាំងពីរបានវិវត្តដល់កម្រិតថ្មីស្វាភ្នែកបំផ្លិចបំផ្លាញជីវគីមីនៅលើចិញ្ចើមរបស់ឡូវឹងហាក់ដូចជាកាន់តែស៊ីជម្រៅជាងពេលមុនភាពស្មុគស្មាញនៅក្នុងកំណប់អាថ៌កំបាំងភ្នែកនៃជីវិតនិងសេចក្តីស្លាប់ត្រូវបានចាក់ឫសនៅក្នុងការបញ្ចូលគ្នានៃជីវិតនិងសេចក្តីស្លាប់នៅពេលដែលឡូវឹងស្វែងយល់កាន់តែស៊ីជម្រៅទៅក្នុងខ្លឹមសារជាមូលដ្ឋាននៃការលាយបញ្ចូលគ្នានេះការយល់ដឹងរបស់គាត់អំពីភ្នែកនៃជីវិតនិងសេចក្តីស្លាប់ដោយធម្មជាតិបានរីកចម្រើនកាន់តែខ្លាំងបច្ចេកទេសសម្ងាត់បែបនេះកាន់តែគួរឲ្យភ័យខ្លាចប៊ូមបើភ្នែកបំផ្លាញជីវសាស្ត្ររបស់ឡូវឹងបានជ្រាបចូលទៅក្នុងធម្មជាតិនៃអគារគុហារបស់គាត់ដោយសង្កេតមើលទីក្រុងយូឡានដ៏ធំស្រទាប់ចម្រុះនៃប្រព័ន្ធការពាររបស់ទីក្រុងយូឡានបានលេចចេញជារូបរាងដែលជាប់ពាក់ព័ន្ធជាមួយនឹងគំរូសម្ងាត់រាប់មិនអស់នៅក្នុងចក្ខុវិស័យរបស់ឡូវឹងដែលដំណើរការជាភាពស្អិតរមួតតែមួយក្រោមការគ្រប់គ្រងរបស់មេបញ្ជាការក្រុងការក្រឡេកមើលរបស់គាត់បានផ្លាស់ប្ដូរទៅកាន់អ្នកដាំដុះជាច្រើននៅក្នុងទីក្រុងយូឡានជាមួយនឹងការសង្កេតដ៏ឆ្ងាយរបស់គាត់រូបរាងកាយរបស់អ្នកដាំដុះទុនខ្សោយជាច្រើនមានដំណាភាពចំពោះគាត់ដែលអនុញ្ញាតឲ្យគាត់មើលឃើញពីអាថ៌កំបាំងនៃជីវិតរបស់ពួកគេដោយក្រឡេកមើលមួយផ្លែតគាត់បានស្វែងយល់ពីប្រព័ន្ធដាំដុះកម្លាំងនិងភាពស្មុគស្មាញរបស់រាងកាយទោះជាយ៉ាងណាក៏ដោយព្រលឹងខាងក្នុងបំផុតដែលត្រូវបានការពារដោយរូបកាយរបស់ពួកគេនៅតែមិនអាចមើលឃើញដោយឡូវឹងនៅក្នុងការសង្កេតរបស់គាត់ព្រលឹងដែលត្រូវបានការពារទាំងនេះមើលទៅដូចជាចង្កោមនៃពន្លឺមិនច្បាស់ភ្នែកបំផ្លិចបំផ្លាញមេកានិករបស់ខ្ញុំបានរីកចម្រើនបន្ថែមទៀតឥឡូវនេះខ្ញុំអាចមើលឃើញព្រលឹងអ្នកដាំដុះដោយមិនច្បាស់លាស់យូឡូវឹងបានឆ្លុះបញ្ចាំងដោយកត់សម្គាល់ថាពីមុនគាត់មិនអាចចាប់បានព្រលឹងទាំងនោះទេព្រលឹងអ្នកដាំដុះម្នាក់ត្រូវបានការពារដោយឧស្សាហ៍ព្យាយាមការពារឲ្យអស់ពីសមត្ថភាពឡូវឹងបានកត់សម្គាល់ឃើញព្រលឹងពិសេសពីរក្នុងចំណោមពួកគេព្រលឹងទាំងពីរនោះបានលាក់បាំងធាតុដូចដង្កូវនៅខាងក្នុងនេះគឺឡូវឹងបានស្គាល់ពួកគេភ្លាមថាប្រភេទដង្កូវបេះដូងដ៏គួរឲ្យទាក់ទាញប្រភេទសត្វពាហនៈកម្រិតទាបដែលមានសមត្ថភាពជ្រៀតចូលតំបន់ការពារទីក្រុងរបស់អាណាចក្រដ៏ពិសិដ្ឋនៃទន្លេ9ត្រូវបានគេស្គាល់ថាមាន3ប្រភេទធំប្រភេទសត្វពស់ដែលលេបត្របាក់ព្រលឹងពូជដង្កូវបេះដូងដ៏គួរឲ្យទាក់ទាញនិងប្រភេទសត្វវង្វេងវង្វាន់ពស់លេបព្រលឹងនិងដង្កូវបេះដូងដែលគួរឲ្យទាក់ទាញគឺជារឿងធម្មតាជាងអ្នកវង្វេងលំហរទេគឺកម្រមានណាស់ហើយបានបង្ហាញខ្លួនតែពីរបីដងប៉ុណ្ណោះនៅក្នុងទន្លេ9អាណាចក្រពិសិដ្ឋដង្កូវបេះដូងគួរឲ្យទាក់ទាញពូកែជាមួយបច្ចេកទេសសម្ងាត់ពីកំណើតរបស់ពួកគេដង្កូវបេះដូងគួរឲ្យទាក់ទាញជាមួយនឹងចលនាតែមួយនេះអ្នកដែលមានឆន្ទៈខាងវិញ្ញាណខ្សោយគឺអស់សង្ឃឹមទាំងស្រុងហើយព្រលឹងរបស់ពួកគេត្រូវបានគ្រប់គ្រងដោយផ្ទាល់គឺឡូវឹងបានរំយកពីភាពវៃឆ្លាតលើប្រភេទសត្វនេះថាដង្កូវបេះដូងដ៏គួរឲ្យទាក់ទាញគឺស្រដៀងទៅនឹងដង្កូវមេដែលមានសមត្ថភាពបង្កាត់ពូជដង្កូវជាច្រើនដែលត្រូវបានគេរាយការណ៍ថាមានដល់ទៅ19ស្វាឡូវឹងបានលួចចេញពីផ្ទះរូងភ្នំរបស់គាត់ដោយលួចលាក់ដោយភ្នែកបំផ្លិចបំផ្លាញជីវមាត្ររបស់គាត់បានចាក់សោលើអ្នកដាំដុះ2នាក់ដែលគ្រប់គ្រងដោយពួកបេះដូងពួកដង្កូវចាប់តាំងពីបានរកឃើញការជ្រៀតចូលទៅក្នុងទម្រង់ជីវិតបឋមកម្រិតទាបឡូវឹងធម្មជាតិនឹងមិនអនុញ្ញាតឲ្យពួកគេគេចផុតឡើយឡូវឹងគិតថាបើសូម្បីតែប្រព័ន្ធការពារដុល្លារិកនៃទីក្រុងយូឡានពឹងផ្អែកលើដានយ៉ាងម៉ត់ចត់ដើម្បីរកឲ្យឃើញនៅសញ្ញានៃការជ្រៀតចូលឡូវឹងគិតថានៅពេលដែលភ្នែកបំផ្លាញជីវគីមីរបស់ខ្ញុំបង្ហាញព្រលឹងរបស់ពួកគេលាតត្រដាងដានបែបនេះបាននិយាយពីបច្ចេកទេសសង្កេតខ្ញុំត្រូវតែជាកម្ពុជាម្នាក់នៅក្នុងទីក្រុងយូឡានបាននិយាយពីអាណាចក្រវិញឡូវឹងបានឈរក្នុងចំណោមកម្រិតខ្ពស់បំផុតនៅក្នុងទីក្រុងយូឡានហើយភ្នែកបំផ្លិចបំផ្លាញជីវចម្រុះរបស់គាត់ដែលបានមកពីកំណប់អាថ៌កំបាំងភ្នែកនៃជីវិតនិងសេចក្តីស្លាប់ពិតជាបានឈានដល់កម្ពស់មិនធម្មតាមែនប្អូនស្រីយើងខ្ញុំទើបតែទទួលបានស្រាល្អខ្លះតើអ្នកចង់ទៅមើលវិមានល្អាងរបស់ខ្ញុំដើម្បីយកវាមកសាកល្បងទេអ្នកដាំដុះទាំងពីរនាក់នេះមិនយូរប៉ុន្មានបានអញ្ជើញមិត្តភ័ក្តិរួមទាំងអ្នកដាំស្រី2នាក់ស្ត្រីជាកសិករទាំងពីរនាក់បានយល់ព្រមយ៉ាងងាយបទបញ្ញត្តិដ៏តឹងរ៉ឹងរបស់ទីក្រុងយូឡានបានធានាសុវត្ថិភាពសមហេតុផលការប្រមូលផ្ដុំគ្នាក្នុងចំណោមអ្នកដាំដុះថ្នាក់កណ្ដាលនិងថ្នាក់ទាបគឺជារឿងធម្មតាឡូវឹងដើរតាមពីចម្ងាយដោយងក់ក្បាលបន្តិចដាំឡើយខ្ញុំគ្រោងនឹងតាមដានអ្នកដាំដុះទាំងពីរនេះដើម្បីស្វែងរករូបតំណាងសត្វដង្កូវបេះដូងគួរឲ្យទាក់ទាញបន្ថែមទៀតគីឡូវឹងងក់ក្បាលតិចគាត់មិនអាចជ្រកក្បែរហើយទុកឲ្យអ្នកធ្វើស្រែចម្ការស្លូតត្រង់ពីរនាក់នោះស្លាប់អ្នកដាំដុះទាំងពីរនាក់បាននាំស្ត្រីកសិករចូលទៅក្នុងភូមិគ្រាសល្អាង
ការពីដោយការបង្កើតភ្នែកបំផ្លាញជីវគីមីរបស់ឡូហ្វឹងបានប្រឈមមុខនឹងឧបសគ្គក្នុងការសង្កេតទោះយ៉ាងនេះក្តីគាត់នៅតែអាចមើលឃើញរូបទាំង4នៅក្នុងការបង្កើតទោះជាយ៉ាងណាក៏ដោយការបង្កើតបានរារាំងឡូហ្វឹងពីការមើលព្រលឹងរបស់ពួកគេសកម្មភាពដោយមិនបង្អង់យូរតួអង្គរបស់ឡូហ្វឹងបានប្រែក្លាយទៅជាពន្លឺឈាមដោយបានជ្រៀតចូលយ៉ាងសកម្មដើម្បីចូលទៅក្នុងវិមានល្អាងវិមានល្អាងក្នុងទីក្រុងយូឡានទាំងអស់ត្រូវបានជួលជាផ្លូវការទម្រង់ទាំងនេះក្រៅពីការបន្ថែមណាមួយដែលបង្កើតឡើងដោយអ្នកស្រុកបានអនុវត្តស្រទាប់ដើមរួចហើយដែលភ្ជាប់ទៅនឹងប្រព័ន្ធការពាររបស់ទីក្រុងទាំងមូលនៅពេលដែលការបង្កើតត្រូវបានវាយប្រហារប្រព័ន្ធការពាររបស់ទីក្រុងយូឡាននឹងរកឃើញវាភ្លាមស្វះនៅពេលដែលឡូហ្វឹងបំពេញលើការបង្កើតប្រព័ន្ធការពាររបស់ទីក្រុងយូឡានបានដឹងពីការឈ្លានពានដោយធម្មជាតិជាមួយនឹងរលកដែលមើលមិនឃើញចាប់ផ្ដើមគ្រប់ដណ្ដប់តំបន់នោះនៅខាងក្នុងរូងភ្នំខ្ញុំរីករាយនឹងភ្លក់ស្រាដ៏ល្អដែលអ្នកបានរកឃើញគឺស្ត្រីកសិករ2នាក់សើចចំអកខ្ញុំធានាថាអ្នកនឹងពេញចិត្តអ្នកបណ្ដុះដង្កូវដួងចិត្ត2នាក់ញឹមយ៉ាងស្រស់ភ្លាមអ្នកទាំង4បានដឹងពីពន្លឺឈាមដ៏គួរឲ្យភ័យខ្លាចដោយបង្ខំបំពានលើការបង្កើតដោយគ្មានការក្លែងខ្លួនតើនរណាហ៊ានធ្វើនៅក្នុងទីក្រុងយូឡានស្ត្រីអ្នកធ្វើចំការទាំង2នាក់បានលាន់មាត់យ៉ាងតក់ស្លុតនេះគឺអាក្រក់គឺអ្នកដាំដុះដង្កូវបេះដូង2រូបបានដឹងថាបញ្ហាកើតឡើងចំពោះពួកគេប៉ុន្តែពន្លឺឈាមដ៏កាចសាហាវបានបោកបក់មកលើពួកគេទាំងពីរភ្លាមសាកសពសិទ្ធដង្កូវទឹកដែលទើបនឹងវិវត្តថ្មីដែលគួរឲ្យខ្លាចជាងទូសម្បុកសត្វល្អិតរបស់លោកម្ចាស់សម្បុកសត្វល្អិតបានបំផ្លាញអ្នកដាំដុះដង្កូវបេះដូងដ៏គួរឲ្យទាក់ទាញក្នុងរយៈពេល1វិនាទីដោយបន្សល់ទុកតែសាកសពប៉ុណ្ណោះនៅពេលដែលពន្លឺឈាមបានរួមបញ្ចូលគ្នាចូលទៅក្នុងតួលេខរបស់ឡូហ្វឹងគាត់កាន់កូន2នៃដង្កូវបេះដូងដែលមានមុនស្នេហ៍នៅក្នុងដៃរបស់គាត់ប្រភេទសត្វដង្កូវបេះដូងគួរឲ្យទាក់ទាញស្ត្រីជាអ្នកដាំដុះទាំងពីរនៅទីបំផុតមានអារម្មណ៍ភ័យខ្លាចនៅពេលនេះមួយគឺជាព្រះចៅអធិរាជដំណាក់កាលដំបូងដែលបានត្រាស់ដឹងមួយទៀតជាព្រះចៅអធិរាជឈាមដ៏ទេវភាពដំណាក់កាលកណ្ដាលប្រឆាំងនឹងដង្កូវបេះដូងដែលមានថាមពលបន្តិចទាំងមិនមានសង្ឃឹមក្នុងការទប់ទល់នោះទេដង្កូវបេះដូងគួរឲ្យទាក់ទាញស្ពឹងផ្អែកតែលើបច្ចេកទេសសម្ងាត់ពីកំណើតរបស់ពួកគេដង្កូវបេះដូងគួរឲ្យទាក់ទាញអ្នកដែលអាចទប់ទល់បានរួចជីវិតចំណែកអ្នកដែលមិនអាចគ្រប់គ្រងបានគឺស្លាប់យ៉ាងមានប្រសិទ្ធភាពកំទេចឡូហ្វឹងសម្លឹងមើលពងដង្កូវដួងចិត្តពីរយ៉ាងវីកំទេចពួកវាទៅជាធូលីដីភ្លាមដោយមិនបន្សល់ទុកដាននៃភាពរឹងមាំឡើយសម្រែកផ្លូវចិត្តពីរបានបន្លឺឡើងប៉ុន្តែមិនអាចអង្រួនឡូហ្វឹងភ្លាមនោះទេដោយបានកំចាត់កូនពងទាំងពីរនេះទំនាក់ទំនងស្នេហារបស់ឡូហ្វឹងជាមួយរាងកាយពិតនៅពីក្រោយដង្កូវទាំងនេះបានពង្រឹងយ៉ាងខ្លាំងបងប្រុសឡូហ្វឹងអរគុណសម្រាប់ការលុបបំបាត់ទម្រង់ជីវិតបឋមកម្រិតទាបចំនួន2ដែលបានជ្រៀតចូលទីក្រុងយូឡានក៏សំឡេងពីចម្ងាយបានបន្លឺឡើងយ៉ាងច្បាស់ពីប្រព័ន្ធការពាររបស់ទីក្រុងយូឡានដែលទទួលស្គាល់សកម្មភាពរបស់ឡូហ្វឹងមិនខ្វល់ទេកែវភ្នែកបំផ្លិចបំផ្លាញជីវមាត្ររបស់គាត់ផ្ដោតយ៉ាងយកចិត្តទុកដាក់ពួកគេនៅទីនោះក៏ភ្នែកបំផ្លិចបំផ្លាញជីវមាត្រនៅចិញ្ចើមរបស់ឡូហ្វឹងបានប្រទះឃើញខ្សែក្រវ៉ាត់ពីច្បាស់ជាងនិងធ្ងន់ជាងក្នុងចំណោមមនុស្សជាច្រើនខ្សែទាំងនេះលាតសន្ធឹងទៅឆ្ងាយហើយបែកខ្ញែកក្នុងទិសដៅជាច្រើនឡើយឡូហ្វឹងបានផ្លាស់ប្ដូរភ្លាមទៅជារូបពន្លឺឈាម9ដោយម្នាក់ដេញតាមគោលដៅផ្សេងគ្នាតាមខ្សែសង្វាក់កម្មជំពូក337 11ស្ដេចនៅក្នុងស្រុកក្រៅនៃទីក្រុងយូឡានក្នុងវិមានល្អាងធម្មតាមិនល្អទេពូដង្កូវមួយក្បាលរបស់ខ្ញុំត្រូវបានរកឃើញអ្នកដាំដុះនៅក្នុងរូងភ្នំបានយល់ឃើញអ្វីមួយដោយងឿងឆ្ងល់បន្តិចថាតើរូបតំណាងដង្កូវនេះរបស់ខ្ញុំត្រូវបានលាតត្រដាងដោយរបៀបណាអំបូរដង្កូវបេះដូងគួរឲ្យតាក់ទាញមានសមត្ថភាពខ្លាំងបន្លំខ្លាំងជ្រៀតចូលប្រលឹងអ្នកដាំដុះប្រព័ន្ធការពារជាច្រើននៅក្នុងទីក្រុងយូឡានមិនអាចរកឃើញពួកវាបានទេជាទូទៅការបង្ហាញរូបតំណាងមួយមិនប៉ះពាល់ដល់អ្នកដទៃទេវាហាក់ដូចជាខ្ញុំត្រូវប្រុងប្រយ័ត្នបន្ថែមទៀតគឺអ្នកដាំដុះគិតនៅសល់ក្នុងរូងភ្នំមួយផ្លែតបូមពន្លឺឈាមមួយរំពេចបានជ្រាបចូលទៅក្នុងការបង្កើតវិមានរូងភ្នំធម្មតានេះនៅក្នុងសង្កាត់ក្រៅទីក្រុងហើយក៏បានសាយភីកាត់អ្នកដាំដុះភ្នែករបស់អ្នកដាំដុះបើកឡើងដោយនៅតែមិនជឿពន្លឺឈាមបានបង្រួមចូលទៅក្នុងរូបរបស់ឡូហ្វឹងដោយកាន់ដង្កូវរងនៃដង្កូវបេះដូងដែលមានមុនស្នេហ៍នៅក្នុងដៃរបស់គាត់ដង្កូវបេះដូងដ៏គួរឲ្យទាក់ទាញទាំងនេះមានល្បិចកជាធម្មតាមានតែដង្កូវតូចចូលទីក្រុងប៉ុណ្ណោះខណៈដែលដង្កូវមេប្រហែលជាលាក់ខ្លួននៅខាងក្រៅទីក្រុងកឡូហ្វឹងងឿងឆ្ងល់ដោយដឹងថាត្រកូលដង្កូវដួងចិត្តដែលជ្រៀតចូលនឹងត្រកូលពស់លេបប្រលឹង
គឺពិតជាគួរឲ្យខ្លាចបំផុតដោយអ្នកដាំដុះសម្រាប់ត្រកូលអ្នកវង្វេងលំហរទេការបង្ហាញខ្លួនរបស់ពួកគេនៅក្នុងទន្លេ9អាណាចក្រពិសិដ្ឋទាំងមូលគឺកម្រមានណាស់ហើយការគំរាមកំហែងរបស់ពួកគេអាចត្រូវបានមិនអើពើបូមបូមបូមពីមួយទៅមួយរូបតំណាងរបស់លោហ្វឹងដោយប្រើភ្នែកបំផ្លាញជីវគីមីដើម្បីដើរតាមខ្សែបន្ទាត់បុព្វហេតុបានតាមប្រមាញ់សត្វដង្កូវបេះដូងគួរឲ្យតាក់ទាញនីមួយមិនល្អទេអ្នកដាំដុះអាចតាមដានរូបតំណាងជាច្រើនរបស់ខ្ញុំជាមួយនឹងការចាប់រូបឱដាជាបន្តបន្ទាប់រូបតំណាងផ្សេងទៀតក៏ភ័យស្លន់ស្លោផងដែរដង្កូវបេះដូងដ៏គួរឲ្យតាក់ទាញអាចបង្កើតបានតែពួកដង្កូវតូចចំនួន19ប៉ុណ្ណោះដូច្នេះការបាត់បង់តែមួយគឺជាការបាត់បង់ដ៏សំខាន់ឆាប់ចេញពីទីក្រុងនៅក្នុងការប្រមូលផ្ដុំគ្នានៃអ្នកដាំដុះពីរនាក់បានផ្លាស់ប្ដូរភ្នែកគ្នាហើយក្រោកឈរយ៉ាងម៉ឺងម៉ាត់ដើម្បីចាក់ចេញបងប្រុសស៊ីគីហេតុអ្វីបានជាអ្នកទាំងពីរចាក់ចេញលឿនម្លេះអ្នកដាំដុះផ្សេងទៀតនៅឯការប្រមូលផ្ដុំបានសួរបញ្ហាបន្ទាន់អ្នកដាំទាំងពីរឆ្លើយទាំងអស់ចិត្តថារៀបនឹងចេញទៅភ្លាមស្ទ្រីមនៃពន្លឺឈាមបានទម្លុះតាមរយៈការបង្កើតនៅក្នុងពន្លឺមួយសៃភីកាត់អ្នកដាំដុះដែលចាក់ចេញទាំងពីរដែលបានធ្លាក់ចុះដោយគ្មានអំណាចពន្លឺឈាមបានបង្រួបបង្រួមនៅក្បែរពួកគេជារូបរបស់លោហ្វឹងដង្កូវរងពីរទៀតលោហ្វឹងបានក្រឡេកមើលដង្កូវដួងចិត្តពីរនៅក្នុងដៃរបស់គាត់ហើយបានកំទេចពួកវាភ្លាមអ្នកដាំដុះដែលបានប្រមូលផ្ដុំក៏បានឃើញដង្កូវដួងចិត្តដង្កូវបេះដូងគួរឲ្យតាក់ទាញនិងបានស្គាល់លោហ្វឹងផងដែរបងប្រុសស៊ីគីនិងម្នាក់ទៀតត្រូវបានគ្រប់គ្រងដោយសត្វដង្កូវបេះដូងដ៏គួរឲ្យតាក់ទាញមែនទេសត្វដង្កូវបេះដូងដ៏គួរឲ្យតាក់ទាញត្រូវតែតម្រង់មករកយើងហើយគ្រប់គ្រងយើងក្រុមអ្នកធ្វើស្រែចម្ការភ័យខ្លាចសូមអរគុណលោកលោហ្វឹងអ្នកដាំដុះបច្ចុប្បន្នជាចម្បងនៅកម្រិតអធិរាជដ៏ទេវភាពដំណាក់កាលដំបូងបានត្រាស់ដឹងពីភាពវៃឆ្លាតរបស់លោហ្វឹងដោយដឹងពីការបង្ក្រាបដ៏ខ្លាំងក្លានេះពីព្រឹទ្ធាចារ្យធានហាដោយប្រងើយកន្តើយនឹងកម្លាំងនៃសម្បុកសត្វល្អិតទាំងស្រុងលោកលោហ្វឹងជាន់ខ្ពស់ខ្ញុំឈ្មោះណានហ្វេងយូជាស្ត្រីម្នាក់បាននិយាយយ៉ាងប្រញាប់ថាសូមអរគុណលោកលោហ្វឹងដែលបានសង្គ្រោះជីវិតយើងលោហ្វឹងបានក្រឡេកមើលស្ត្រីនោះដែលជាសមាជិកផ្លូវការទទួលបន្ទុកផ្នែកលក់នៅប៉មដានពួកគេបានជួបគ្នាជាច្រើនដងលោហ្វឹងមកក្បាលតិចណានហ្វេងយូរំភើបចិត្តណាស់ស្វេសលោហ្វឹងប្រែទៅជាពន្លឺឈាមហើយបានបាត់ខ្លួនដង្កូវបេះដូងដ៏គួរឲ្យតាក់ទាញដែលជ្រៀតចូលទៅក្នុងទីក្រុងយូឡានគឺពិបាកតាមដានខ្លាំងណាស់ប៉ុន្តែលោកលោហ្វឹងជាន់ខ្ពស់អាចតាមប្រមាញ់ពួកវាបានអ្នកដាំដុះដែលមានវត្តមានការភ្ញាក់ផ្អើលជាខ្លាំងខណៈដែលការយល់ឃើញខ្សោយរបស់ពួកគេមិនអាចរកឃើញដានណាមួយនៃពួកដង្កូវបេះដូងគួរឲ្យតាក់ទាញនៅពេលទល់មុខគ្នាប្រឈមមុខនឹងដង្កូវបេះដូងដ៏គួរឲ្យតាក់ទាញពួកគេអាចស៊ូទ្រាំនឹងបច្ចេកទេសសម្ងាត់ពីកំណើតដង្កូវបេះដូងគួរឲ្យតាក់ទាញនេះជាហេតុផលមួយដែលអ្នកបណ្ដុះបណ្ដាលឲ្យតម្លៃខ្ពស់ចំពោះឆន្ទៈខាងវិញ្ញាណកាន់តែខ្លាំងក្តីសង្ឃឹមកាន់តែខ្លាំងឡើងក្នុងការទប់ទល់នឹងចិត្តដែលមានមន្តស្នេហ៍នៅក្នុងភូមិគ្រឹះល្អាងធម្មតាមួយក្នុងស្រុកក្រៅក្រុងអ្នកបណ្ដុះរៀងស្ដើងអង្គុយជើងមានរឿងអីអ្នកដាំដុះរៀងស្រឡូនមានទំនាក់ទំនងផ្លូវចិត្តជាមួយដៃគូត្រកូលដង្កូវដួងចិត្តរបស់យើងដែលមានមេឃ35នៅក្នុងអាណាចក្រដ៏ពិសិដ្ឋ9បានប្រមូលផ្ដុំគ្នានៅទីក្រុងយូឡានលើកនេះសកម្មភាពនេះមិនត្រូវបរាជ័យឡើយតែសមាជិកធម្មតានៃត្រកូលដង្កូវដួងចិត្តបើកការវាយប្រហារភ្លាមដោយរបៀបណាសមាជិកវាយប្រហារមកពីសាខាណាវាមកពីសាខារបស់ខ្ញុំគូសំឡេងមួយបានឆ្លើយតបថាតាមការណែនាំរបស់ស្ដេចអ្នកដែលនៅក្រោមមេត្រូវរក្សាការសម្ងាត់ខ្ញុំបាននាំត្រកូលរបស់ខ្ញុំទៅកាន់ទីក្រុងយូឡានដោយគ្រាន់តែរារាំងកងកម្លាំងស្នូក្រោមការបញ្ជារបស់ខ្ញុំចំពោះត្រកូលថ្នាក់កណ្ដាលនិងថ្នាក់ក្រោមខ្ញុំគ្រាន់តែណែនាំឲ្យមានការប្រុងប្រយ័ត្នដោយមិនមានការបញ្ជាច្រើនទេជូយូនៅពេលដែលយើងខិតជិតដល់ពេលវេលាដ៏សំខាន់យើងទាំងអស់គ្នាត្រូវតែលាក់កំបាំងគុំធ្វើសកម្មភាពបន្តទៀតការវាយប្រហាររំដំការដោយក្រុមថ្នាក់ទាបគឺតែងតែកើតមាននៅគ្រប់ទីក្រុងដាំដុះប្រសិនបើរយៈពេលអូសបន្លាយទៅដោយគ្មានការវាយប្រហារណាមួយដែលលាក់កំបាំងនោះពិតជាគួរឲ្យសង្ស័យយូមេដឹកនាំជូយូបានឆ្លើយតបមិនអីទេគ្រូបង្ហាត់រៀងស្រឡូនរូបនេះបង្ហាញក្នុងចិត្តថាបើចាំថាបើម៉ាជិកធម្មតាត្រូវបានលាតត្រដាងទុកឲ្យពួកគេស្លាប់ទៅគុំរក្សាទុកដៃគូដើម្បីជៀសវាងការលាតត្រដាងត្រកូលរបស់យើងបន្ថែមទៀតយើងទទួលបានបញ្ហារបស់ព្រះមហាក្សត្រមានសារៈសំខាន់បំផុតមេដឹកនាំនីមួយបានឆ្លើយតប
ទម្រង់ជីវិតវត្ថុកម្រិតទាបជាធម្មតារស់នៅក្នុងទន្លេ9អ្នកដាំដុះតាមប្រមាញ់ដោយផ្អែកលើទីតាំងនៃទីក្រុង35នៃអាណាចក្រដ៏ពិសិដ្ឋនៃទន្លេ9ដែលបង្កើតបានជាសាខាដ៏ធំសម្បើម35ដង្កូវបេះដូងគួរឲ្យទាក់ទាញមានសាខាជុំវិញតំបន់ទីក្រុងយូឡានសាខាផ្សេងគ្នានៅឆ្ងាយពីគ្នាហើយគម្រមានទំនាក់ទំនងណាស់ពេលនេះតាមការកោះហៅដោយព្រះមហាក្សត្រសាខា35នៃត្រកូលដង្កូវដួងចិត្តដ៏អង្គអាចនៅក្នុងអាណាចក្រពិសិដ្ឋ9បានឆ្លើយតបសាខានីមួយមានកម្លាំងស្នូលជាងពាក់កណ្ដាលដែលប្រមូលផ្ដុំគ្នាយ៉ាងស្ងប់ស្ងាត់នៅក្នុងទីក្រុងយូឡានអ្នកដាំរៀងស្ដើងសម្លឹងមើលអ្នកដាំចំណាស់ដែលដើរមកពីចម្ងាយខ្ញុំបានទទួលពាក្យថាសមាជិកត្រកូលដង្កូវបេះដូងគួរឲ្យតាក់ទាញរបស់អ្នកបានចាត់វិធានការបានសួរអ្នកដាំដុះចាស់ថ្នាក់ទាបធ្វើសកម្មភាពដោយខ្លួនឯងគឺអ្នកបណ្ដុះគំនិតស្លូតបូតនិយាយដោយបញ្ញាកាន់តែខិតជិតដល់ទីបញ្ចប់ពួកយើងកាន់តែមានលទ្ធភាពតិចក្នុងការធ្វេសប្រហែសលើកនេះត្រកូលពូស៊ីប្រលឹងកំពុងចំណាយកម្លាំងជាងពាក់កណ្ដាលពីពេញអាណាចក្រពិសិដ្ឋទន្លេ9ទាំងមូលលើសពីនេះស្ដេចត្រូវបានរៀបចំទាំងអស់ទោះក្នុងតម្លៃណាក៏ដោយយើងកំពុងសម្របសម្រួលទាំងខាងក្នុងនិងខាងក្រៅដើម្បីផ្ដួលរំលំអ្នកដឹកជញ្ជូនទីក្រុងយូឡានក៏ទាំងស្រុងអនុញ្ញាតឲ្យមានការផ្្លាត់ស្នៀតណាមួយនេះគ្រាន់តែជាការវាយប្រហារកម្រិតទាបជារឿងតូចតាចគ្មានអ្វីដែលត្រូវនិយាយនោះទេការវាយប្រហារដោយលាក់កំបាំងម្ដុំម្កាលគឺជាបទដ្ឋានសម្រាប់ទីក្រុងយូឡានអ្នកដាំដុះរៀងស្ដើងក៏បានប្រហែលផលនេះផងដែរការអូសបន្លាយដោយគ្មានការវាយប្រហារនឹងធ្វើឲ្យចៅហ្វាយនីទាំង3នៃទីក្រុងយូឡានមានការសង្ស័យប៉ុណ្ណោះមិនអីទេអញ្ចឹងតើស្ដេចនឹងមកដល់នៅពេលណាកសិករវ័យចំណាស់បានសួរបន្ថែមអ្នកដាំដុះរៀងស្លេមនិយាយថាត្រៀមខ្លួនធ្វើសកម្មភាពគ្រប់ពេលវេលាកសិករវ័យចំណាស់ឈប់សួរសំណួរអ្នកដាំដុះអាវក្រហមម្នាក់ឈរមើលខណៈពន្លឺឈាមវាយប្រហារវិមានល្អើងមួយនៅលើមេឃហើយចាក់ចេញយ៉ាងលឿនទោះបីជាមានភាពស្និទ្ធស្នាលជាមួយគ្នាក៏ដោយឡូហ្វឹងមិនមានអារម្មណ៍ថាមានអ្វីខុសជាមួយអ្នកដាំដុះអាវក្រហមនេះទេយោងតាមការស៊ើបការសម្ងាត់អ្នកដាំដុះនេះគឺជាឡូហ្វឹងមែនទេយ៉ាងណាក៏ដោយនៅក្នុងទីក្រុងយូឡានទាំងមូលមានតែម្នាក់គត់ដែលស័ក្តិសមនឹងការយកចិត្តទុកដាក់គឺចៅហ្វាយរាជវាំងវ៉ៃយ៉ាងអ្នកដាំដុះអាវក្រហមបានសម្លឹងមើលទៅតំបន់ស្នូលរបស់ទីក្រុងរបួសរបស់ចៅហ្វាយរាជវាំងយួនសៀងកាន់តែអាក្រក់ទៅហើយគាត់ប្រហែលជាលែងហ៊ានធ្វើចលនាទៀតហើយចៅហ្វាយកេទៅត្រូវបានស្រូបយកទាំងស្រុងក្នុងការចម្រាញ់វត្ថុបុរាណហើយសំខាន់គឺអាត្មានិយមណាស់ប្រឈមមុខនឹងការឡោមព័ទ្ធទីក្រុងទ្រង់ទ្រីធំគាត់ទំនងជានឹងជ្រើសរើសរត់គេចខ្លួននៅឱកាសដំបូងអ្វីត្បិតតែចៅហ្វាយនេះវិមានវាយយ៉ាងក៏អាត្មានិយមនិងខូខើក៏ដោយគាត់បានវិនិយោគច្រើនពេកទៅក្នុងទីក្រុងយូឡានដើម្បីងាយស្រួលបោះបង់ចោលវាដោយចាត់ទុកវាជាដែនរបស់គាត់គោលដៅដំបូងរបស់ខ្ញុំគឺចៅហ្វាយនេះវិមានវាយយ៉ាងកំចាត់គាត់ជាមុនដោយព្រះបរមរាជវាំងវាយយ៉ាងស្លាប់សនឹងងាយស្រួលជាងអ្នកដាំដុះអាវក្រហមបានដើរលេងយ៉ាងរីករាយនៅតែមិនច្បាស់ក្នុងចំណោមអ្នកដាំដុះរាប់មិនអស់នៅក្នុងទីក្រុងយូឡានឡូហ្វឹងឈរខ្ពស់នៅលើអាកាសដោយស្រូបរូបអវតារចូលទៅក្នុងខ្លួនរបស់គាត់ឡូហ្វឹងគិតថាបើខ្ញុំបានសម្លាប់អវតារដង្កូវដួងចិត្តចំនួន15ទាំងអស់គឺឡូហ្វឹងគិតថារូបតំណាងដង្កូវដួងចិត្តទាំង15នេះសុទ្ធតែជាអវតារដង្កូវតូចពួកគេគួរតែជាកម្មសិទ្ធិរបស់ពួកដង្កូវបេះដូងពីរផ្សេងគ្នាសម្រាប់អវតារទាំងនេះពួកបេះដូងពួកដង្កូវទាំងពីរក៏គួរតែចុះខ្សោយយ៉ាងខ្លាំងដែរប្រឈមមុខនឹងរូបតំណាងជាច្រើនឡូហ្វឹងក៏មានបញ្ហាផងដែរដូចគ្នានឹងអ្នកជំនាញប្រភពពិភពលោកដែរវាពិតជាលំបាកណាស់ក្នុងការសម្លាប់ពួកគេទាំងស្រុងឥឡូវនេះឡូហ្វឹងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះបឹសរំពេចនោះរលកនៃភាពប្រែប្រួលបានធ្លាក់ចុះមកគ្រប់ដណ្ដប់តំបន់ដែលឡូហ្វឹងធ្លាប់បានបរបាញ់ហើយក្រុមអធិការកិច្ចមកពីទីក្រុងយូឡានបានមកដល់ដោយចាប់ផ្ដើមចាប់យកអ្នកដាំដុះជាច្រើនយ៉ាងឆាប់រហ័សយោងទៅតាមបទបញ្ញត្តិរបស់ទីក្រុងយូឡាននៅពេលដែលជីវិតវត្ថុកម្រិតទាបបង្កើតបានលាក់លៀមនិងវាយប្រហារវិមានរូងភ្នំរាប់ពាន់ជុំវិញលំនៅឋានដែលលាក់កំបាំងត្រូវបានពិនិត្យយ៉ាងប្រុងប្រយ័ត្នដើម្បីការពារទម្រង់ជីវិតវត្ថុកម្រិតទាបពីការភ្ជាប់យោងទៅតាមបទបញ្ញត្តិរបស់ទីក្រុងយូឡានក្នុងអំឡុងពេលនៃការលាក់កំបាំងអ្នកដាំដុះដែលគេស្គាល់ទាំងអស់ក៏ត្រូវតែត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នផងដែរអ្នកដាំដុះទាំងអស់ត្រូវតែសហការជាមួយអធិការកិច្ចជនល្មើសនិងត្រូវប្រហារជីវិតដោយគ្មានមេត្តាអ្នកដាំដុះនៅតាមតំបន់នីមួយមានការស្រឡាំងកាំងប៉ុន្តែនៅពេលលើការប្រកាសរបស់ក្រុមល្បាតពួកគេទាំងអស់បានសហការដោយគោរពប្រតិបត្តិនៅពេលដែលជីវិតវត្ថុកម្រិតទាបលេចចេញជារូបរាងអ្នកគួរតែស្គាល់ពួកវាសូមសហការជាមួយនឹងការបញ្ចាំងគូក្រុមល្បាតបានចាប់ផ្ដើមចាប់អ្នកដាំដុះម្ដងមួយអ្នកដាំដុះទាំងនេះមានការងឿងឆ្ងល់ប៉ុន្តែមិនហ៊ានប្រឆាំងទេការចាប់យកត្រូវបានធ្វើឡើងនៅគ្រប់ទីកន្លែង
Lô Phấn ban mơ rươngទាំងអស់នេះពីចម្ងាយវាគួរឲ្យសង្វេគពួកគេនិយាយថានឹងសហការជាមួយអធិការកិច្ចប៉ុន្តែអ្នកដែលមិនប្រគល់គ្រីស្តាល់បឋមមួយចំនួនធំនឹងមិនចេញក្នុងរយៈពេលដ៏ខ្លីនោះទេដោយបានផ្សារភ្ជាប់ជាមួយនឹងការលាក់ទម្រង់ជីវិតបឋមកម្រិតទាបពួកគេត្រូវតែគេចចេញអ្នកដាំដុះជាច្រើនបានខ្សឹបខ្សៀវយ៉ាងស្ងៀមស្ងាត់ក្នុងចំណោមពួកគេនេះក៏ជារឿងធម្មតាដែរនៅទីក្រុងយូឡានរាល់ពេលដែលការវាយប្រហារដែលលាក់កំបាំងត្រូវបានរកឃើញការបញ្ចាំងនឹងកើតឡើងសមាជិកដែលត្រូវបានពិនិត្យទោះបីមិនត្រូវបានគ្រប់គ្រងក៏ដោយនឹងត្រូវបានជំរិតយកយ៉ាងម៉ត់ចត់ភ្លាមនោះក្រុមល្បាតបានចូលទៅជិតឡូហ្វឹងហើយប្រធានក្រុមល្បាតបាននិយាយដោយគោរពថាគូឈូហ្វេងសូមអរគុណអធិរាជដ៏ទេវភាពឡូហ្វឹងដែលបានរកឃើញរូបតំណាងសត្វដង្កូវដួងចិត្តចំនួន15និងជួយសង្គ្រោះអ្នកដាំដុះបន្ថែមទៀតឡូហ្វឹងបានមើលរឿងទាំងអស់នេះជាន់ខ្ពស់ឡូហ្វឹងពីចម្ងាយស្ត្រីកសិករម្នាក់ដែលត្រូវគេចាប់បានឃើញឡូហ្វឹងស្រែកហៅភ្លាមគឺណានហ្វេងយូព្រះចៅអធិរាជឡូហ្វឹងតើអ្នកស្គាល់នាងទេប្រធានក្រុមល្បាតឈូហ្វេងបានសួរឡូហ្វឹងមកក្បាលថានាងគឺជាសមាជិកនៃប៉មដានរបស់ខ្ញុំធានាចំពោះអ្នកថានាងមិនត្រូវបានកាន់កាប់ទេដោយមានការធានាពីព្រះចៅអធិរាជឡូហ្វឹងវាមិនមានបញ្ហាអ្វីទេចូលដោះលែងនាងទៅប្រធានក្រុមល្បាតបានបញ្ជាឲ្យណានហ្វេងយូត្រូវបានដោះលែងសូមអរគុណលោកឡូហ្វឹងគូណានហ្វេងយូបានសម្ដែងការដឹងគុណយ៉ាងឆាប់រហ័សឡូហ្វឹងមកក្បាលអារម្មណ៍របស់គាត់ជូរចត់ទោះបីជាគាត់កំពុងតាមប្រមាញ់ជីវិតបឋមកម្រិតទាបដង្កូវបេះដូងគួរឲ្យតាក់ទាញក៏ដោយក៏អ្នកដាំដុះរាប់ម៉ឺននាក់ត្រូវបានជាប់ពាក់ព័ន្ធទាំងអស់ឆ្លងកាត់ការបញ្ចាំងនិងត្រូវបានជំរិតសម្រាប់អ្នកដាំដុះធម្មតាទាំងនោះការរកប្រាក់បានបន្តិចពីគ្រីស្តាល់បឋមមិនងាយស្រួលនោះទេចៅហ្វាយរីជវាំងយួនសៀងកឡូហ្វឹងបានតាក់ទងជាមួយចៅហ្វាយនីវិមានយួនសៀងភ្លាមហាឡូហ្វឹងតើអ្នកបានរកឃើញត្រកូលដង្កូវដួងចិត្តដោយរបៀបណាចៅហ្វាយរីជវាំងយួនសៀងបានឆ្លើយតបហាក់ដូចជារីករាយជំពូកទី338 12មេបញ្ជាការនៃវិមានល្បាតឋានស៊ូឡូហ្វឹងមិនបានលាក់បាំងការពិតទេហើយបានបញ្ជូនសារថាបច្ចេកទេសសម្ងាត់នៃការសង្កេតរបស់ខ្ញុំថ្មីនេះបានធ្វើការទម្លាយវាអនុញ្ញាតឲ្យខ្ញុំសង្កេតមើលព្រលឹងអ្នកដាំដុះនិងកំណត់ថាតើព្រលឹងរបស់ពួកគេកំពុងត្រូវបានគ្រប់គ្រងឬអត់អ្នកអាចមើលឃើញវាមួយផ្លែតចៅហ្វាយរីជវាំងយួនសៀងមានការភ្ញាក់ផ្អើលនិងរីករាយការជ្រៀតចូលទៅក្នុងជីវិតបឋមកម្រិតទាបចូលទៅក្នុងទីក្រុងគឺជាបញ្ហាប្រឈមដោយទីក្រុងទាំង35នៅក្នុងអាណាចក្រពិសិដ្ឋ9ទីក្រុងភាគច្រើនមិនអាចរកឃើញពួកវាបានឡើយដោយពឹងផ្អែកលើតម្រុយតិចតួចនិងការកាត់ចេញនៅយន្តការ Celestial សម្រាប់ការបញ្ជាក់ប្រសិនបើមានអ្នកដាំដុះមានវត្តមានហើយមិនមានការបង្កើតលាក់បាំងពួកគេទេខ្ញុំអាចមើលឃើញតាមរយៈអ្នកដាំដុះជាង 90% ក្នុងមួយផ្លែតទោះយ៉ាងណាក៏ដោយប្រសិនបើមានបច្ចេកទេសសម្ងាត់ដ៏មានអានុភាពឬកំណប់ទ្របសម្ងាត់លាក់បាំងពួកគេខ្ញុំនឹងពិនិត្យមើលពួកគេម្ដងមួយនៅចម្ងាយជិតឡូហ្វឹងបានឆ្លើយថាប្រសិនបើអ្នកដាំដុះលាក់ខ្លួនក្នុងរូងភ្នំហើយការបង្កើតរបស់វាកំពុងលាក់បាំងពួកគេនោះខ្ញុំនឹងមិនអាចមើលឃើញច្បាស់ទេយ៉ាងណាមិញភ្នែកបំផ្លាញជីវគីមីរបស់គាត់គឺជាបច្ចេកទេសសម្ងាត់ដែលធ្វើត្រាប់តាមហើយសមត្ថភាពសង្កេតរបស់វានៅតែមានដែនកំណត់ជាច្រើនទោះបីជាយ៉ាងនេះក្តីវាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់គេចៅហ្វាយរីជវាំងយួនសៀងមានសេចក្តីរីករាយជាខ្លាំងសូម្បីតែនៅក្នុងអាណាចក្រដ៏ពិសិដ្ឋដ៏ខ្មៅងឹតក៏ដោយការដែលអាចដឹងបានភ្លាមថាតើព្រលឹងរបស់នរណាម្នាក់ត្រូវបានគ្រប់គ្រងគឺជាសមត្ថភាពដ៏កម្រដែលត្រូវបានរកឃើញតែក្នុងចំណោមអ្នកខ្លាំងបំផុតក្នុងនាមខ្ញុំមិនមានបច្ចេកទេសសង្កេតបែបនេះទេចៅហ្វាយរីជវាំងយួនសៀងបាននិយាយដោយសប្បាយរីករាយថានៅទូទាំងអាណាចក្រដ៏ពិសិដ្ឋទាំង9ប្រហែលជាមានតែមួយឬពីរផ្សេងទៀតដែលអាចប្រជែងនឹងអ្នកក្នុងសមត្ថភាពនេះគឺជាមួយអ្នកនៅទីក្រុងយូឡានសន្តិសុខរបស់វានឹងត្រូវបានពង្រឹងយ៉ាងខ្លាំងការមានឥស្សរជនដ៏មានអំណាចបែបនេះដែលមើលការខុសត្រូវទីក្រុងមួយបានបង្កើនការលំបាកយ៉ាងខ្លាំងនៃកម្រិតទាបនៃជីវិតធំចាប់ផ្ដើមការប៉ុនប៉ងធ្វើឃាតប្រសិនបើពួកគេជ្រៀតចូលពួកគេនឹងត្រូវធ្វើសកម្មភាពយ៉ាងឆាប់រហ័សការលាក់ខ្លួនរយៈពេលយូរបានបង្កើនហានិភ័យនៃការត្រូវបានលាតត្រដាងឡូហ្វឹងខ្ញុំសង្ឃឹមថាអ្នកអាចជួយយើងដោយការស៊ើបអង្កេតឲ្យបានហ្មត់ចត់នៅក្នុងទីក្រុងទាំងមូលយួនសៀងចៅហ្វាយនីវិមានបាននិយាយថាចាប់ផ្ដើមជាមួយនឹងអ្នកដែលដើរនៅខាងក្រៅបន្ទាប់មកខ្ញុំនឹងចេញសេចក្តីជូនដំណឹងដល់ទីក្រុងទាំងមូលដោយរៀបចំឲ្យមានការបិទទ្វាររូងភ្នំទាំងអស់ជាដំណាក់កាលដូច្នេះអ្នកអាចពិនិត្យមើលវាម្ដងមួយវិមានលអាងត្រូវបានជួលហើយទីក្រុងយូឡានមានការគ្រប់គ្រងលើទម្រង់របស់ពួកគេទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកដាំដុះបានបង្កើតទម្រង់ផ្ទាល់ខ្លួនរបស់ពួកគេទីក្រុងយូឡានមិនអាចបង្ខំពួកគេឲ្យបិទដំណើរការបានទេអ្នកដាំដុះខ្លួនឯងនឹងត្រូវបិទវា
ផែនការដើម្បីបញ្ចប់និងបិទដំណើរការអគាររូងភ្នំទាំងអស់នៅទូទាំងទីក្រុងមានលក្ខណៈឯកសណ្ឋានគ្មានអ្នកណាក្នុងទីក្រុងហ៊ានប្រឆាំងទេខ្ញុំអាចបញ្ជាក់បានថាពិតជាមានជីវិតបឋមកម្រិតទាបជាច្រើនដែលលាក់ខ្លួននៅក្នុងទីក្រុងប៉ុន្តែយើងអាចរកឃើញភស្តុតាងតិចតួចប៉ុណ្ណោះចៅហ្វាយរាជវាំងយួនសៀងបាននិយាយដោយការព្រួយបារម្ភការពិនិត្យដ៏ទូលំទូលាយនឹងធ្វើឲ្យអ្វីកាន់តែមានសុវត្ថិភាពលោកហ្វឹងបានបញ្ជូនបន្តថាបើគ្មានសិទ្ធិអំណាចត្រឹមត្រូវទេសកម្មភាពរបស់ខ្ញុំនឹងមិនមានទម្ងន់ទេប្រសិនបើខ្ញុំទទួលខុសត្រូវចំពោះការបញ្ចាំងទូទាំងទីក្រុងខ្ញុំនឹងត្រូវការតំណែងជាមេបញ្ជាការវិមានល្បាតឋានស៊ុកនៅទីក្រុងយូឡានមេបញ្ជាការវិមានល្បាតឋានស៊ុកចៅហ្វាយរាជវាំងយួនសៀងស្ទាក់ស្ទើរវិមានល្បាតឋានស៊ុកគឺជាទីស្នាក់ការកណ្ដាលសម្រាប់អង្គភាពល្បាតនិងឆ្មាំទាំងអស់នៅក្នុងទីក្រុងតំណែងមេបញ្ជាការវិមានល្បាតឋានស៊ុកមានមេបញ្ជាការសំខាន់ម្នាក់និងមេបញ្ជាការរងពីររូបមុខតំណែងមេបញ្ជាការសំខាន់តែមួយគត់ត្រូវបានកាន់កាប់ដោយម្ចាស់ប៉មស្រមោលជាឧទាហរណ៍ក្នុងអំឡុងពេលនៃការស៊ើបអង្កេតបច្ចុប្បន្នលើអ្នកដាំដុះរាប់ម៉ឺននាក់ការធានាថាពួកគេមិនមានកម្មសិទ្ធិគឺជាកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានត្រួតពិនិត្យដោយផ្ទាល់ដោយម្ចាស់ប៉មស្រមោលម្ចាស់ប៉មស្រមោលមានភាពប៉ិនប្រសប់យ៉ាងខ្លាំងចំពោះបច្ចេកទេសតាក់ទងនឹងព្រលឹងហើយការពិនិត្យជិតស្និទ្ធរបស់គាត់អាចកំណត់អត្តសញ្ញាណនរណាម្នាក់ដែលមានលោកហ្វឹងបានបញ្ជូនបន្តថាដូមេបញ្ជាការវិមានល្បាតឋានស៊ុកគឺជាអ្នកទទួលខុសត្រូវជាចម្បងក្នុងការពិនិត្យមើលជីវិតកម្រិតទាបចាប់តាំងពីខ្ញុំត្រូវបានស្នើសុំឲ្យគ្រប់គ្រងតួនាទីនេះហើយអាចត្រូវបានទាមទារឲ្យបន្តធ្វើការងារនេះនៅពេលអនាគតខ្ញុំសំនឹងទទួលបានការតែងតាំងដែលត្រូវគ្នាចៅហ្វាយរាជវាំងយួនសៀងក៏យល់ដែរការស្នើឲ្យលោកហ្វឹងពិនិត្យទីក្រុងទាំងមូលគឺច្បាស់ណាស់មិនមែនជាការស្នើសុំតែម្ដងទេវានឹងតម្រូវឲ្យមានការបញ្ចាំងតាមការកំណត់តាមពេលវេលាមិនអីទេព្រះអង្គម្ចាស់យួនសៀងបានបញ្ជូនគមុខតំណែងមេបញ្ជាការវិមានល្បាតឋានស៊ុកឥឡូវនេះគឺជារបស់អ្នកហើយអ្នកអាចបន្តទៅកាន់វិមានល្បាតឋានស៊ុកហើយសម្របសម្រួលការប្រគល់ជាមួយម្ចាស់ប៉មស្រមោលលោកហ្វឹងមកក្បាលតិចរាល់ពេលដែលការលាក់កំបាំងជីវិតបឋមកម្រិតទាបត្រូវបានរកឃើញអ្នកដាំដុះដែលពាក់ព័ន្ធរាប់ពាន់នាក់ឬរាប់ម៉ឺននាក់នឹងត្រូវចាប់យកទៅបញ្ចាំងបណ្ដុំបន្ទាប់ពីបាច់នឹងត្រូវបានយកទៅហើយទោះបីជាភាគច្រើនបានលេចចេញដោយសុវត្ថិភាពក៏ដោយពួកគេនឹងចាក់ចេញជាមួយនឹងកំណប់របស់ពួកគេយ៉ាងម៉ត់ចត់ការកេងប្រវ័ញ្ចជាប្រព័ន្ធនេះរឹតតែឃោរឃៅជាងក្រុមចោរលួចនិងប្លន់ធំទាំង3ទៅទៀតចៅហ្វាយរាជវាំងវ៉ៃយ៉ាងមិនស័ក្តិសមក្នុងការគ្រប់គ្រងទីក្រុងយូឡាននាពេលបច្ចុប្បន្ននេះលោកហ្វឹងខ្វះអ្នកកាន់អំណាចខាងលើដោយសារភាគីទាំងពីរស្ថិតនៅកម្រិតដូចគ្នាទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់បានបង្កើនជំនាញរបស់គាត់អំពីជីវិតនិងមរណៈទៅមួយកម្រិតទៀតឧត្តមភាពរបស់គាត់នឹងគ្រប់ដណ្ដប់ទីក្រុងទាំងមូលនៅពេលនោះបញ្ហាជាក់លាក់នឹងកាន់តែងាយស្រួលដោះស្រាយស្វាលោកហ្វឹងបានងាកហើយហោះឆ្ពោះទៅទិសនៃវិមានល្បាតឋានស៊ុកនៅស្នូលនៃទីក្រុងយូឡានចៅហ្វាយរាជវាំងយួនសៀងអង្គុយក្នុងវិមានល្អាងរបស់គាត់ក្លិនរបស់គាត់ខ្សោយបន្តិចវាយយ៉ាងកៃតៅអូចៅហ្វាយរាជវាំងយួនសៀងបានតាក់ទងផ្ទាល់ជាមួយដៃគូទាំងពីររបស់គាត់ហូរូបខ្មោចពីរបានបង្ហាញខ្លួននៅក្បែរគាត់គឺចៅហ្វាយវាំងវៃយ៉ាងនិងចៅហ្វាយរាជវាំងកៃតៅបងប្រុសយួនសៀងចៅហ្វាយរាជវាំងវៃយ៉ាងស្វាគមន៍គាត់ដោយស្នាមញញឹមគួរសមនៅឯកំពូលរបស់គាត់ចៅហ្វាយរាជវាំងយួនសៀងគឺជាឥស្សរជនដែលស្ទាត់ជំនាញផ្លូវបឋមសិក្សាពីកន្លះសូម្បីតែនៅក្នុងអាណាចក្រដ៏ពិសិដ្ឋក៏ដោយក៏ឥទ្ធិពលរបស់គាត់មានច្រើនដែរមិត្តភ័ក្តិរបស់ចៅហ្វាយនេះវិមានយួនសៀងជាច្រើនមានកម្រិតដូចគ្នាដែលជាបណ្ដាញដែលនិយាយដោយខ្លួនឯងដរាបណាចៅហ្វាយរាជវាំងយួនសៀងនៅមានជីវិតចៅហ្វាយរាជវាំងវៃយ៉ាងត្រូវតែគោរពគាត់បងប្រុសយួនសៀងតើអ្វីបានជំរុញឲ្យអ្នកហៅពួកយើងទាំងពីរភ្លាមចៅហ្វាយរាជវាំងកេតៅក៏សួរដែរលោកយួនសៀងចៅហ្វាយនេះវិមានបាននិយាយដោយផ្ទាល់ថាក៏ខ្ញុំបានសម្រេចចិត្តប្រគល់តំណែងមេបញ្ជាការវិមានល្បាតឋានស៊ុកទៅឲ្យលោកហ្វឹងអូចៅហ្វាយវិមានកេតៅលើកចិញ្ចើមហើយញឹមតិចក៏ខ្ញុំបានឮអំពីអ្នកដាំដុះដ៏ខ្លាំងម្នាក់ឈ្មោះលោកហ្វឹងដែលផុសឡើងនៅក្នុងទីក្រុងយូឡាននាពេលថ្មីនេះគឺមិនមែនជាដាច់ខាតប៉ុន្តែចៅហ្វាយវាំងវៃយ៉ាងបានជំទាស់ភ្លាមមុខតំណែងជាមេបញ្ជាការវិមានល្បាតឋានស៊ុកគឺមានសារៈសំខាន់ណាស់ព្រោះវាតាក់ទងនឹងសុវត្ថិភាពនៃទីក្រុងទាំងមូលលើសពីនេះការពិនិត្យមើលអ្នកដាំដុះសម្រាប់ការកាន់កាប់គឺជាការងារដ៏លំបាកបំផុតម្ចាស់ប៉មស្រមោលបាននឹងកំពុងធ្វើការងារដ៏ល្អឥតខ្ចោះប៉ុន្តែលោកហ្វឹងអាចធ្វើបានកាន់តែល្អជាងនេះចៅហ្វាយរាជវាំងយួនសៀងបានឆ្លើយថ្ងៃនេះតែម្នាក់ឯងគាត់បានចាប់យករូបតំណាងចំនួន15នៃដង្កូវបេះដូងគួរឲ្យតាក់ទាញដោយសារតែគាត់មានបច្ចេកទេសសម្ងាត់ដែលអនុញ្ញាតឲ្យគាត់កំណត់ពីចម្ងាយដោយក្រឡេកមើលមួយផ្លែតថាតើអ្នកដាំដុះត្រូវបានកាន់កាប់ឬអត់
ตาวีอาจจะรู้โดยระเบียบนาเตียงเจ้าไฟริจเวียงไว้ยังหนึ่งเจ้าไฟริจเวียงเกยเตามีนกับหยับเอาอย่างคลั่งประเจกเตสำงัดสังเกตดอมีนอธิปลแบบนี้จีมวยนึ่งประเจกเตแบบนี้กดกู้แต่อาจจะบรรจังตีกรงเตียงมูขนงระยะเปเตจีมวยทั้งไงเจ้าไฟนี่วิมีนไว้อย่างบางเงืองชงอให้ดไว้จำบัดเตอแต่งตังกดจีเมบัญชีกาวิมีนระบาดทานสุเจ้าไฟริจเวียงยูนเสียงใส่จำออกบนใต้กดบ้านนิเยดอยครูนอันทาประสันบากอดเตอเปรังแปรงบ่มเป็นเพิรกิจกอดมีนแต่สำนามวยปนเนาะคือดำนายเมบัญชีกาวิมีนระบาดทานสุโลกพลุนเปกหายเจ้าไฟริจเวียงไว้อย่างมีนกาขังสบายอย่างคลั่งการรบขึ้นเนี่ยลุยเละในขนมตีกรงยูลานคือจีเรื่องมวยการล้างจีประจำให้การบัญจังมาดองตัวบานประจำเนอย่างจานกู้อรุณทดมาจากปอมสระเมาคือจีเนี่ยตัวเขาเตอขังประเจกเตบนใต้ประจำโนพิจารบานโฮโจแต่ขนมได้เจ้าไฟนี่วิมีนไว้อย่างไอเลนี้โลฟังกำปงเตรียมตีดำนายนี้เจ้าไฟนี่วิมีนไว้อย่างหนึ่งบัดบ้องประพบจำโนบนต่อตีดเปรบรมริจเวียงไว้อย่างบ้านนิเยตบเวนทากุกรอนแต่ดอยซาแต่กอดอังทาเนจุมนิ่งขนมการสังเกตวิมันโดชเนเตการสวายโรคอวดาดองเกลเบดงดอกกูอ่อยเตะตีนจำนวนดับปรามประหายจีดอยซาแต่กาละเตสะมันธรรมดามวยจำนวนกเจ้าไฟนี่วิมีนยูนเสียงบ้านนิเยอย่างเมืองมัทธาเอาไว้เตอแต่จีอาติเพียบสำหรับสวัสดิภาพระบบตีกรงยูลานกเพราะสันบาสมัติภาพสังเกตหนึ่งการตรวจปินัดระบบกวดปัจจิลอเลเกเมนส้มอ่อยกวดล้างการดำนายจีเมบัญชีกายเหล่านี้เพราะสันบากวดบังหายทาขมิ้นประสิทธิภาพยังอาจลบจอการแต่งตั้งระบบกวดเจ้าไฟเปรียบบรมริจเวียงเกยเตาบ้านนิเยธาขยมขมิ้นกาจมต่อเตเจ้าไฟริจเวียงยูนเสียงบ้านนิเยธาก็บรรทบหมกวีเตอร์บานดอสไรเจ้าไฟริจเวียงไว้ยังมีอารมณ์เริงปังทวีตบัดแต่เจ้าไฟริจเวียงยูนเสียงเหมือนแม้นจีเนประยุทธ์ดันดามอำนาจหรือจำเนงก็ได้เนเป้ได้กดบานสำหรับเจ็ดเลือไว้มวยเจ้าไฟริจเวียงไว้ยังมันอาจเฟื่อไว้บานติดตุ้ยดำใบประชังวีอย่างนาเหม็นเจ้าไฟริจเวียงยูนเสียงคือจีเนสร้างซองตีกรงหนึ่งการอำนาจผู้บ่มพอดอังกุยขนมบรรทุกสงัดระบบกอดตึกมุกระบบเจ้าไฟนี่วิมีนไว้อย่างปลายจีกรีมกรอมกอดบานพีกอจียูหมกหายทาโลฟังไอ้กุมเรียมกุมหายดอกกุมรัดเจาะแหละมวยกอดแทมแต่งบานสินจึงกึดอมปีไงนามวยมาจ้าเวียงตีบุญโลกมาจ้าวิมีนโลฟังไอ้เล็กเจงหมกบนใต้ก้ากุมเรียมกุมหายบานหมกดอลื่นจิงการมปังตกตากอดเนตีกรงยูลานยูปนาหายหายกอดบานยกดำนายเมบัญชีกาวิมีนระบาดทานสุกปียังหายเจ้าไฟริจเวียงไว้อย่างมีนก้ามันเป็นเจ็ดอย่างคลังเนจ้าตุ้มพิจารณากรอนแต่การดำเนินกิจยุตัวเขาเตรเลอประปวนกาปีเรียงคลูนให้ตัวบานแต่ประจำโนเทปนอขมินไว้ติเตตู้จียังนาก็ดอยตู้นิติเมบัญชีกาวิมีนระบาดทานสุกคือจีมุกดำเนินอำนาจปิดประกอบได้โปเป็นแต่ดอยคือประจำเนินดอจรานกาปีมนเจ้าไฟริจเวียงยูนเสียงมันบ้านประกายเอาไว้เลยดอยตกวีอ่อยกรมเจ้าไฟริจเวียงไว้อย่างปราสาทสรมอเปรียมจ้าเปรียบบรมริจเวียงไว้อย่างบ้านพญาซาเพลียมเปรียบบรมริจเวียงคือรูปเพียบนิมิตในมนุษย์ไว้กันดาบ้านบังหายคลูนในกบายนุเจ้าไฟริจเวียงไว้อย่างบ้านทลายถาดำในระบบเนจิเมบัญชีกาวิมีนระบาดทานสุกตรบานยกเตอหายเอาไว้มาจ้าป้อมสรมอตรบานเก็บหยับเอาอย่างคลังมุกดำในนี้ปิดจิตตัวบานพอจรานะเนได้ตรบ้านบรรจุนเตอวิมีนระบาดทานสุกมันได้จะเจงโดยขมิ้นตรบสมบัติแต่งอ้อระบบปุเกตรบ้านบังโฮมุนเปปุเกตรบ้านอนุญาตอ่อยดาโดยเสรีวิคือจิกาสำหรับเจ็ดระบบเจ้าไฟริจเวียงยูนเสียงให้ขยมมันอาจบรรชบวิบานเตเจ้าไฟนี่วิมีนไว้อย่างกรวิกบาตาโนนาจิเมบัญชีกาทำไมมาจ้าป้อมสรมเอาส้มจำลายนุโลฟังเจ้าไฟริจเวียงไว้อย่างบานฉลายตบกอดมาจ้าป้อมสรมเอางกบาก็ขยมบานสังไซรุยหายถาโลฟังเหมือนแมนจีมนุษย์ธรรมดาได้จ้องเรซาสมบกสับหลอดนุเตบนใต้ขยมเหมือนบ้านรมปังทากอดนั่งดันดามบ้านดำนายเมบัญชีการะบอกขยมขนมกาพลับโดดอสำคัญเลิกดำบงระบอกกอดเตเปรียบบรมริจเวียงตายังกรอนแต่อนุญาตอ่อยกอดยกวิเตขยมมันอาจบรรโจเจ้าไฟเวียงยูนเสียงบ้ามันโดยชเนเตเจ้าไฟนี่วิมีนไว้อย่างบ้านสารเพียบอันเจิญโลฟังนอมกอดเตอวิมีนละอังระบอกขยมนึ่งนิเยจิมวยกอดโดยครูนไอประสันบากอดสมัครจัดเลียแรงปีตูนิติเมตอบสมใบแต่เจ้าไฟริจเวียงยูนเสียงก็ขมินกาจมต่อได้โยกิมาจ้าป้อมสรมเอางกบากาบัดบังประจำโนจีบรรทอบนั่งอย่างชราญสันทึกสันทบแบบนี้คือเจียไว้ได้โลกมาจ้าวิมีนไว้อย่างนั่งมาจ้าป้อมสรมเอามันปรมอดออนไลน์ดับบอนสโนในตีกรงยูลานวิมีนระบาดทานสุนี่คือจิตีบัญชีกายโยที่สำหรับกรมระบาดหนึ่งเยี่ยมจิตราเนี่ยให้ก็จิตีตั้งได้เนี่ยโตเตรบานคุมครูนผ่องได้โ
ហូកហូក្រុមល្បាតបាននាំក្រុមអ្នកដាំដុះជាច្រើនក្រុមទៅកាន់វិមានល្បាតឋានសុក្រទាំងនេះគឺជាបុគ្គលដែលគេសង្ស័យថាមានទំនាក់ទំនងជាមួយនឹងសត្វបុព្វកាដែលលាក់ខ្លួនអ្នកដាំដុះបានពាក់ការបង្ហាញពីភាពអស់សង្ឃឹមដោយមិនអាចចាត់វិធានការប្រឆាំងនឹងការលំបាករបស់ខ្លួនពួកគេអាចដាក់បណ្ដាសាតែសំណាងអាក្រក់របស់ពួកគេនៅពេលដែលអ្នកចូលទៅក្នុងវិមានល្បាតឋានសុក្រអ្នកប្រហែលជាត្រូវបានបង្ហូរឲ្យស្អាតអ្នកដាំដុះគិតដោយអស់សង្ឃឹមម្ដងមួយត្រូវបានអំដំណើរចូលទៅក្នុងហើយចាក់សោដាច់ដោយឡែកហូឥឡូវនេះឡូហ្វឹងបានមកដល់ក្បែរវិមានល្បាតឋានសុក្រផងដែរបងប្រុសឡូហ្វឹងបុរសវ័យកណ្ដាលម្នាក់ដឹកនាំមន្ត្រីក្រមអាវុធដើរទៅមុខស្វាគមន៍គាត់បុរសវ័យកណ្ដាលនេះគឺជារូបតំណាងទូទៅបំផុតរបស់ម្ចាស់ប៉មស្រមោលអាគារស្រមោលគឺឡូហ្វឹងសម្លឹងមើលគាត់បេះដូងរបស់គាត់ពោពេញទៅដោយការមើលងាយចំពោះបុរសម្នាក់នេះនៅក្នុងក្រសែភ្នែករបស់គាត់បុគ្គលបែបនេះគឺជាអ្នកបំផ្លាញនៃពិភពអ្នកដាំដុះប្រសិនបើវាអាស្រ័យលើគាត់នឹងប្រហារជីវិតពួកគេទាំងអស់ខ្ញុំបានទទួលបញ្ជាឲ្យផ្ទេរតំណែងមេបញ្ជាការទៅបងប្រុសឡូហ្វឹងគឺម្ចាស់ប៉មស្រមោលបាននិយាយដោយស្នាមញឹមដោយកត់សម្គាល់អាកប្បកិរិយាមិនរាក់ទាក់របស់ឡូហ្វឹងប៉ុន្តែជ្រើសរើសមិនដោះស្រាយបញ្ហាជាមួយវាតំណែងមេបញ្ជាការនៃវិមានល្បាតឋានសុក្រមានទំនួលខុសត្រូវខ្ពស់ខ្ញុំសង្ឃឹមថាបងប្រុសឡូហ្វឹងនឹងលះបង់ខ្លួនឯងចំពោះវាឡូហ្វឹងបានឆ្លើយតបថាពួកខ្ញុំយល់មានរឿងសំខាន់មួយទៀតដែលម្ចាស់ប៉មស្រមោលបាននិយាយដោយញឹមយ៉ាងម៉ឺងម៉ាត់ឧចៅហ្វាយវិមានវាយយ៉ាងបានណែនាំខ្ញុំឲ្យធានាឲ្យបងប្រុសឡូហ្វឹងមកលេងវិមានល្អាងរបស់គាត់តើយើងនឹងទៅទីនោះឥឡូវនេះទេចៅហ្វាយវាំងវាយយ៉ាងចង់ជួបខ្ញុំទេឡូហ្វឹងបានទៅខាងក្នុងតំណែងមេបញ្ជាការវិមានល្បាតឋានសុក្រច្បាស់ណាស់ថាជាក៏កំណាត់សាច់ដែលចង់បានសម្រាប់បាក់ពួករបស់ចៅហ្វាយនេះវិមានវាយយ៉ាងពេលដែលឡូហ្វឹងចាប់យកបានចៅហ្វាយរីកវាំងវាយយ៉ាងទំនងជាមិនពេញចិត្តទេទោះបីជាពួកគេចាត់ទុកវាជាកំណប់ទ្រព្យក៏ដោយប៉ុន្តែឡូហ្វឹងមិនមានចិត្តណាគៀបសង្កត់អ្នកដាំដុះរាប់ម៉ឺននាក់ដើម្បីទ្រព្យសម្បត្តិនោះទេឡូហ្វឹងបាននិយាយថាក៏ខ្ញុំទើបតែបានចូលកាន់តំណែងនៅថ្ងៃនេះហើយមានការងារសំខាន់ពោលគឺការបញ្ចាំងអ្នកដាំដុះរាប់ម៉ឺននាក់នៅពេលដែលខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំហើយខ្ញុំនឹងទៅសួរសុខទុក្ខព្រះបរមរាជវាំងវាយយ៉ាងដោយធម្មជាតិលូហ្វុងគ្រូបរបស់ម្ចាស់ប៉មស្រមោលបានផ្លាស់ប្ដូរបន្តិចដោយរារាំងផ្លូវរបស់ឡូហ្វឹងឯងមានបំណងចង់ឲ្យចៅហ្វាយរាជវាំងវាយយ៉ាងរងចាំដាចេងការសម្លឹងរបស់ឡូហ្វឹងប្រែជាត្រជាក់នេះជាវិមានល្បាតឋានសុខតើអ្នកមានគម្រោងប្រជែងនឹងមេតបរបស់វានៅទីនេះឬក្រុមល្បាតក្បែរនោះមានការងឿងឆ្ងល់ប៉ុន្តែមានសភាពកត់នៅខាងមេតបថ្មីរបស់ពួកគេល្អណាស់គឺម្ចាស់ប៉មស្រមោលបានសើចពួកខ្ញុំនឹងប្រកាសថានឹងបញ្ជូនរាល់ពាក្យដែលអ្នកបាននិយាយទៅកាន់ចៅហ្វាយវាំងវាយយ៉ាងគូជាមួយនោះរូបរបស់គាត់បានរសាត់បាត់ទៅហើយឡូហ្វឹងសើចតិចហើយបន្តហោះឆ្ពោះទៅច្រកចូលសំខាន់នៃវិមានល្បាតឋានសុខអ្នកយាមនៅច្រកទ្វារធំបានរងចាំដោយស្មានទុកជាមុននៅពេលដែលឡូហ្វឹងចូលទៅជិតពួកគេបានសំពះដោយការគោរពបំផុតមេបញ្ជាការជំពូកទី339 13ឡូហ្វឹងនិងចៅហ្វាយវាំងវាយយ៉ាងវិមានរូងភ្នំរបស់ចៅហ្វាយនីវាយយ៉ាងឡូហ្វឹងនេះពិតជាក្រអឺតក្រទុំណាស់លោកគ្រូអ្នកអញ្ជើញគាត់ផ្ទាល់ប៉ុន្តែគាត់អះអាងថារវល់ពេកគាត់ថែមទាំងនិយាយថាគាត់នឹងមកលេងអ្នកបន្ទាប់ពីពិនិត្យឲ្យអ្នកដាំដុះរាប់ម៉ឺននាក់និងបញ្ចប់កិច្ចការជាច្រើនតើគាត់គិតថាដោយមានការគ្រប់គ្រងពីយួនសៀងគាត់អាចមិនអើពើខ្ញុំផងដែរទឹកមុខចម្លាក់របស់ចៅហ្វាយនីវិមានវាយយ៉ាងបង្ហាញស្នាមញឹមស្រទន់ចាំគាត់មកគោះទ្វារខ្ញុំលោកម្ចាស់ប៉មស្រមោលបានអន់ចុះបន្តិចហើយបាត់ខ្លួនមួយរំពេចក្នុងចំណោមអ្នកចាស់ទុំនៃទីក្រុងយូឡានភាគច្រើនបានធ្វើតាមចៅហ្វាយវាំងវាយយ៉ាងហេតុផលជាមូលដ្ឋានបំផុតគឺកម្លាំងដ៏លើសលប់របស់ចៅហ្វាយនីវិមានវាយយ៉ាងជំនាញរបស់គាត់ក្នុងបច្ចេកទេសបង្កើតគឺមានសារៈសំខាន់ចំពោះប្រព័ន្ធការពាររបស់ទីក្រុងយូឡានមុនពេលឡូហ្វឹងមកដល់ចៅហ្វាយរាជវាំងយួនសៀងមានគម្រោងផ្ទេរសិទ្ធិអំណាចអ្នកសាងសង់ទីក្រុងទៅចៅហ្វាយវាំងវាយយ៉ាងរួចហើយវិមានលោកម្ចាស់វាយយ៉ាងជីជម្រៅដំបូងដោយធម្មជាតិប៉ុន្តែនៅពេលដែលឡូហ្វឹងមកដល់ចៅហ្វាយរាជវាំងយួនសៀងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទេពកោសល្យនិងសក្តានុពលរបស់ឡូហ្វឹងខ្លាំងលើសលោកវិមានលោកម្ចាស់វាយយ៉ាងទោះជាយ៉ាងនេះក្តីឡូហ្វឹងចាំបាច់ត្រូវធ្វើផ្លូវពាក់កណ្ដាលបឋមសិក្សាចំនួន2ជាមុនសិនមុននឹងចៅហ្វាយនីរាជវាំងយួនសៀងអាចផ្ដល់ឲ្យគាត់នៅសិទ្ធិអំណាចជាអ្នកសាងសង់ទីក្រុងការសម្រេចបាននៅអំណាចបែបនេះមានន័យថាឧត្តមភាពដាច់ខាតដែលមានសមត្ថភាពបោះសម្អាតអ្នកប្រឆាំងទាំងអស់ទោះជាយ៉ាងណាក៏ដោយប្រសិនបើអាណាចក្រដាំដុះរបស់ឡូហ្វឹងស្មើនឹងចៅហ្វាយនីវាយយ៉ាងកេរទៅនោះភាពប៉ិនប្រសប់របស់អតេក្នុងការបង្កើតនៅតែជាកត្តាសំខាន់បំផុតសម្រាប់ការការពារទីក្រុងយូឡានឡូហ្វឹងសូម្បីតែយួនសៀងឲ្យតម្លៃអ្នក
ចៅហ្វាយរីជវាំងវាយយ៉ាងបានប្រឈមមុខនឹងឡូហ្វឹងជាមួយនឹងការថ្កោលទោសដូចគ្នាដែលបុគ្គលខ្លាំងជាងនឹងកាន់យ៉ាងណាមិញគាត់គឺជាអធិរាជដ៏ទេវភាពលេខ1នៅក្នុងទីក្រុងយូឡានដែលជាកម្រិតធំមួយបានត្រាស់ដឹងពាក់កណ្ដាលរាងកាយរបស់គាត់ត្រូវបានដាំដុះក្នុងកម្រិតដ៏គួរឲ្យភ័យខ្លាចមួយទល់នឹងមួយគាត់អាចបំផ្លាញជីវិតអធិរាជដ៏ទេវភាពកម្រិតទាបកម្រិតធំជីវិតសុទ្ធសាធដោយកម្លាំងកាយស្នាដៃតែមួយគត់បានគូសបញ្ជាក់ពីសមិទ្ធផលរាងកាយដែលគ្មានគូប្រៀបរបស់គាត់ប៉ុន្តែកម្លាំងដ៏គួរឲ្យខ្លាចបំផុតរបស់គាត់ស្ថិតក្នុងភាពប៉ិនប្រសប់នៃការបង្កើតរបស់គាត់ការបង្កើតភាពភ័យរន្ធត់បំផុតរួមជាមួយនឹងរូបរាងកាយដ៏មហិមារបស់គាត់និងបន្ថែមដោយកំណប់ទ្រព្យសម្ងាត់ដ៏មានអានុភាពដែលគាត់បានកាន់កាប់ដោយសារតែឋានៈដ៏ខ្ពង់ខ្ពស់របស់គាត់បានបោះយុទ្ធការឲ្យគាត់យ៉ាងរឹងមាំក្នុងនាមជាអ្នកទី1នៅក្នុងទីក្រុងយូឡាននៅពេលដែលក្រុមជីវិតធម្មកម្រិតទាបព្យាយាមវាយប្រហារទីក្រុងយូឡានចៅហ្វាយនីវិមានវាយយ៉ាងតែងតែត្រូវបានចាត់ទុកថាជាការគំរាមកំហែងដ៏ធំបំផុតខ្ញុំចង់ឃើញថាអ្នកខ្លាំងប៉ុណ្ណាទើបហ៊ានមើលងាយខ្ញុំទឹកដមសំនៀងរបស់ចៅហ្វាយរីជវាំងវាយយ៉ាងត្រូវបានរំលេចដោយការរំពឹងទុកខ្ញុំនឹងបង្រៀនអ្នកនៅមេរៀនមួយមិនថាអ្នកណាគាំទ្រអ្នកទេកម្លាំងផ្ទាល់ខ្លួនគឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិអំណាចសូម្បីតែចៅហ្វាយរីជវាំងយួនសៀងត្រូវតែពឹងផ្អែកលើខ្ញុំដើម្បីការពារទីក្រុងយូឡានចៅហ្វាយរីជវាំងវាយយ៉ាងបានសម្រេចចិត្តថាលើកនេះទ្រង់នឹងធ្វើឲ្យប្រកាសថាឡូហ្វឹងយល់ម្ដងនិងសម្រាប់អស់អ្នកដែលពិតជាបានសោយរាជកម្ពុជានៅទីក្រុងយូឡាននៅតំបន់ស្នូលនៃទីក្រុងយូឡានក្នុងសាលដ៏ខ្ពស់មួយក្នុងវិមានល្បាតឋានស៊ូឡូហ្វឹងអង្គុយខ្ពស់លើបល្ល័ង្ករបស់គាត់ដោយនៅសងខាងដោយជួរឆ្មាំចាប់បានអ្នកដាំដុះគួរឲ្យសង្ស័យប៉ុន្មានអ្នកឡូហ្វឹងបានសាកសួររីកាទៅមេបញ្ជាការយើងចាប់បានអ្នកដាំដុះសរុបចំនួន53,122នាក់គឺប្រធានក្រុមល្បាតបានរីកាមកវិញដោយការគោរពឡូហ្វឹងមកក្បាលគឺនាំពួកគេចូលទៅក្នុងសាលជាបាច់ហើយឲ្យពួកគេម្នាក់ដើរកាត់ខ្ញុំដើរកាត់អ្នកយាមនៅក្នុងសាលមានការភ្ញាក់ផ្អើលឡូហ្វឹងបានណែនាំថាដើមមិនមានអ្នកដាំដុះលើសពី 1000 នាក់ក្នុងមួយបាច់ទេអ្វីទាំងអស់ដែលពួកគេត្រូវធ្វើគឺដើរកាត់ខ្ញុំអ្នកណាដែលមានទ្រព្យសម្បត្តិនឹងមិនគេចផុតពីការរកឃើញរបស់ខ្ញុំទេយល់គឺឆ្មាំភ័យស្លន់ស្លោប៉ុន្តែបានធ្វើតាមការបញ្ជាដោយកាត់ប្រកិច្ចលឿនណាស់ក្រុមអ្នកដាំដុះគួរឲ្យសង្ស័យជាច្រើនក្រុមបានចូលទៅក្នុងសាលតាមច្រកទ្វារធំហើយចេញភ្លាមតាមទ្វារចំហៀងការត្រួតពិនិត្យពីក្រុមល្បាតធានាថាអ្នកដាំដុះទាំងនេះមានអាកប្បកិរិយាត្រឹមត្រូវគ្មានអ្នកណាហ៊ានរំខានដល់សណ្ដាប់ធ្នាប់ឡើយពួកគេក៏បានកត់សម្គាល់ឃើញបុរសសក់ខ្មៅពាក់អាវខ្មៅអង្គុយខ្ពស់នៅលើបល្ល័ង្កក្នុងសាលនៅចន្លោះចិញ្ចើមរបស់បុរសនោះភ្នែកទី3ភ្នែកបំភ្លេចបំផ្លាញជីវគីមីបានបើកដោយស្ងៀមស្ងាត់សង្កេតមើលពួកគេកម្លាំងដែលមើលមិនឃើញបានហុំព័ទ្ធសាលទាំងមូលដោយជ្រាបចូលយ៉ាងជ្រៅទៅក្នុងសាកសពអ្នកដាំដុះគ្មានអ្នកណាហ៊ានប្រឆាំងទេក្រោមការជ្រៀតចូលរបស់កម្លាំងកែវភ្នែកបំភ្លេចបំផ្លាញជីវចម្រុះរបស់ឡូហ្វឹងបានស្វែងយល់ពីចេនាសម្ព័ន្ធប្រលឹងដ៏ជ្រៅរបស់អ្នកដាំដុះនីមួយដោយយល់ឃើញសូម្បីតែព័ត៌មានលម្អិតបំផុតក្នុងស្ថានភាពនេះឡូហ្វឹងចាត់ទុកថាមិនអាចឲ្យនរណាម្នាក់គេចពីការត្រួតពិនិត្យរបស់គាត់បានទេប្រធានក្រុមល្បាតបានរាយការណ៍ដោយគោរពថាគឺលោកមេបញ្ជាការក្នុងអំឡុងពេលចាប់ខ្លួនជនសង្ស័យកសិករ7នាក់បានធ្វើអត្តឃាតយើងបានកំណត់ជាឯកច្ឆន្ទថាពួកគេទំនងជាមានកម្មសិទ្ធិដូច្នេះយើងក៏ចាប់អ្នកដែលមានទំនាក់ទំនងជាមួយពួកគេផងដែរឡូហ្វឹងមកក្បាលតិចអ្នកដាំដុះណាដែលដើរចេញពីសាលគឺអាចចាក់ចេញដោយសេរីទំនេរទៅចេញទេប្រធានក្រុមល្បាតនិងអ្នកយាមជាច្រើនអ្នកនៅជុំវិញគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតើវាពិតជានឹងមានភាពសាមញ្ញនេះទេក្នុងការអនុញ្ញាតឲ្យពួកគេទៅផ្អែកតាមការអនុវត្តកន្លងមកជនសង្ស័យនឹងត្រូវជំរិតមិនឈប់ប៉ុន្តែទោះបីជាការជំរិតទាខ្លាំងប៉ុណ្ណាក៏ដោយឆ្មាំធម្មតាទាំងនេះនឹងមិនឃើញប្រយោជន៍អ្វីឡើយប្រាក់ចំណេញទាំងអស់មិនប្រែប្រួលបានទៅព្រះបរមរាជវាំងវាយយ៉ាងនឹងអ្នកចាស់ទុំខ្លះឡូហ្វឹងក្រឡេកមើលទៅប្រធានក្រុមល្បាតថាបុដំណើរការពិនិត្យរបស់ខ្ញុំកំពុងដំណើរការហើយអ្នកដាំដុះណាម្នាក់ដែលចាក់ចេញពីសាលបង្ហាញថាការបញ្ចាំងរបស់ពួកគេបានបញ្ចប់ហើយពួកគេអាចនឹងត្រូវបានដោះលែងតើអ្នកមានការជំទាស់នឹងការសម្រេចចិត្តរបស់ខ្ញុំទេគ្មានទេគ្មានតតែសោះក៏ប្រធានក្រុមមានការភ័យខ្លាចក្នុងការធ្វើតាមភ្លាមយ៉ាងណាមិញមេតបនេះមិនខ្លាចសំបីតែលោកម្ចាស់ប៉មស្រមោលឬវិមានលោកម្ចាស់វាយយ៉ាងទេតើប្រធានក្រុមទៀបដោយគាត់មានសារៈសំខាន់អ្វីឡូហ្វឹងបានឲ្យគាត់មួយក្រឡេកមើលចុងក្រោយហើយមិននិយាយអ្វីទៀតទេមេបញ្ជាការរងនៃវិមានល្បាតឋានស៊ូករួមជាមួយនឹងមេតបជាច្រើនអ្នកគឺជាតួអង្គឡូហ្វឹងមិនបានខ្វល់ខ្វាយក្នុងការចូលរួមយ៉ាងស៊ីជម្រៅនោះទេគាត់មិនចាប់អារម្មណ៍ក្នុងការទម្លាយបណ្ដាញនៃផលប្រយោជន៍អាត្មានិយមនៅក្នុងជួររបស់ពួកគេទេ
ប៉ុន្តែប្រសិនបើនរណាម្នាក់ហ៊ានផ្គប់ចិត្តបញ្ជារបស់គាត់លោហ្វឹងនឹងអនុវត្តច្បាប់ភ្លាមដោយសម្លាប់យ៉ាងសាហាវជាឧទាហរណ៍លោហ្វឹងស្រាប់តែប្រទះឃើញភាពមិនប្រក្រតីមួយនៅក្នុងព្រលឹងរបស់អ្នកដាំដុះពិសេសម្នាក់ដែលចូលក្នុងសាលពោលគឺសត្វដង្កូវបេះដូងដែលលាក់កំបាំងសូម្បីតែឥឡូវនេះមាននរណាម្នាក់ព្យាយាមសំណាងរបស់ខ្លួនដោយគិតថាខ្ញុំនឹងមិនរកឃើញវាដោយការគិតត្រឹមតែមួយពន្លឺឈាមបានរំពាត់អ្នកដាំដុះបណ្ដាលឲ្យគាត់ដួលភ្លាមដង្កូវបេះដូងដ៏គួរឲ្យទាក់ទាញបានធ្លាក់ចូលទៅក្នុងដៃរបស់លោហ្វឹងដោយផ្ទាល់ដង្កូវត្រូវបានកំទេចដោយមិនប្រឹងប្រែងក្នុងការក្តាប់របស់គាត់កែវភ្នែកបំផ្លិចបំផ្លាញជីវសាស្ត្ររបស់លោហ្វឹងបានពិនិត្យខ្សែបន្ទាត់បុព្វហេតុដែលធ្វើឲ្យវាកាន់តែប្លែកដែលអនុញ្ញាតឲ្យគាត់កំណត់កន្លែងលាក់ខ្លួននៃរូបតំណាងផ្សេងទៀតនៃពួកដង្កូវបេះដូងដ៏គួរឲ្យទាក់ទាញនៅក្នុងខ្សែសង្វាក់នេះពីវិមានល្អាងរបស់គាត់លោហ្វឹងបានបញ្ជូនរូបតំណាងភ្លាមដើម្បីចាប់យកបំណែកដង្កូវដែលនៅសេសសល់នៅមានបំណែកដង្កូវផ្សេងទៀតទេអ្នកយាមនៅជុំវិញគាត់មានការភ្ញាក់ផ្អើលខណៈដែលអ្នកដាំដែលមានការសង្ស័យស្លេកស្លាំងលោហ្វឹងបានបន្តការបញ្ចាំងរបស់គាត់ដោយមិនមានការរំខានក្នុងចំណោមអ្នកដាំដុះរាប់ម៉ឺនអ្នកបានប្រមូលផ្ដុំគ្នាក្រុមជាច្រើនរយអ្នកបានឆ្លងកាត់សាលក្នុងពេលតែមួយសន្ទុះដំណើរការនេះត្រូវបានបញ្ចប់នៅពេលរកឃើញរូបតំណាងបន្ថែមនៃដង្កូវបេះដូងគួរឲ្យទាក់ទាញសមាជិកក្រុមល្បាតមួយចំនួនធំបានប្រមូលផ្ដុំម្ដងទៀតដោយចាប់យកអ្នកដាំដុះគួរឲ្យសង្ស័យជាង10000នាក់ឆ្លើយទាំងនេះត្រូវបានអំដំណើរភ្លាមទៅកាន់វិមានល្បាតឋានស៊ូកជាកន្លែងដែលលោហ្វឹងបានពិនិត្យនិងដោះលែងពួកគេទាំងអស់តើយើងពិតជាត្រូវបានគេដោះលែងមែនឬតើយើងទើបតែចាក់ចេញពីវិមានល្បាតឋានស៊ូទេអ្នកដាំដុះខ្លះត្រូវបានឃុំខ្លួនតិចជាងមួយថ្ងៃត្រូវបានដោះលែងដោយមិនបាត់បង់គ្រីស្តាល់បឋមណាមួយឡើយមិនមែនជាការប៉ុនប៉ងចម្រិតតែមួយទេនេះមិនគួរឲ្យជឿនៅពេលពួកគេក្រឡេកទៅមើលវិមានល្បាតឋានស៊ុកអ្នកដាំដុះមានអារម្មណ៍ស្រឡាំងកាំងពួកគេបានត្រៀមលក្ខណៈផ្លូវចិត្តសម្រាប់ការជាប់ពន្ធនាគារយូរនិងការកេងប្រវ័ញ្ចចិត្តឈប់ឈរឆាប់ចេញទៅហេតុអីក៏សង្ឃឹមចូលវិញឆ្មាំវាំងស្រែកបញ្ជាឲ្យនាំគេចេញអ្នកដាំដុះបានដកដង្ហើមធំដោយធូរស្បើយដកថយយ៉ាងលឿនម្នាក់មានអារម្មណ៍សំណាងយ៉ាងខ្លាំងមានតែបន្ទាប់ពីដំណើរការដ៏លំបាកនេះប៉ុណ្ណោះទើបលោហ្វឹងរកពេលសម្រាកបានចាក់ចេញពីវិមានល្បាតឋានស៊ូគាត់បានហោះទៅខាងក្រៅមេបញ្ជាការកឆ្មាំដែលឈរជើងនៅច្រកចូលបានសំពះដោយការគោរពបំផុតដោយមើលលោហ្វឹងពេលគាត់ចេញដំណើរមេបញ្ជាការវិមានល្បាតឋានស៊ូធ្លាប់ជាចៅហ្វាយប៉មស្រមោលប៉ុន្តែឥឡូវនេះវាជាអធិរាជទេវៈលោហ្វឹងអធិរាជទេវៈលោហ្វឹងគ្រាន់តែឲ្យពួកយើងដើរកាត់សាលបន្ទាប់មកដោះលែងយើងព្រះចៅអធិរាជលោហ្វឹងពូកែជាងលោកម្ចាស់ប៉មស្រមោលទាំងបច្ចេកទេសសម្ងាត់ស៊ើបអង្កេតនិងវិធីប្រតិបត្តិគាត់គ្មានចំណាប់អារម្មណ៍ក្នុងការកេងប្រវ័ញ្ចយើងសូម្បីតែបន្តិចបើមានតែឥស្សរជនដូចព្រះចៅអធិរាជលោហ្វឹងអាចឡើងកាន់អំណាចបានអ្នកដាំដុះបានផ្លាស់ប្ដូរការពិភាក្សាដោយខ្សឹបខ្សៀវចិត្តរបស់គេឆេះពេញដោយការសរសើរជាមួយនឹងអ្នកដឹកនាំដូចជាលោហ្វឹងអ្នកដាំដុះទូទៅអាចរីករាយនឹងថ្ងៃល្អជាងទោះយ៉ាងណាពិភពដាំដុះគឺជាផ្នែកមួយនៃការរស់រានមានជីវិតនៃសមបំផុតអ្នកដែលកាន់អំណាចដែលមានចិត្តមេត្តានៅតែជាករណីលើកលែងមនុស្សទូទៅដូចជាវិមានលោកម្ចាស់វាយយ៉ាងលោកម្ចាស់ប៉មស្រមោលឬលោកម្ចាស់សម្បុកសត្វល្អិតនៅពេលដែលលោហ្វឹងបានបញ្ចប់ការងាររបស់គាត់បានធ្វើដំណើរទៅកាន់វិមានរូងភ្នំរបស់ចៅហ្វាយនីវាយយ៉ាងលោហ្វឹងអធិរាជដ៏ទេវភាពអ្នកយាមនៅវិមានសើចចំអកចៅហ្វាយរបស់យើងបានរងចាំអ្នកមួយរយៈហើយសូមចូលមកលោហ្វឹងងក់ក្បាលហើយដើរចូលទៅខាងក្នុងនៅក្នុងវិមានរូងភ្នំដ៏ធំបំផុតនៅក្នុងទីក្រុងលោហ្វឹងបានដើរតាមឆ្មាំមួយរយៈមុននឹងទៅដល់ទីធ្លាធំទូលាយមួយនៅទីនោះមានតែរូបមួយគត់ឈរទម្រង់របស់ចៅហ្វាយរាជវាំងវាយយ៉ាងស្រដៀងនឹងរូបសំណាកគ្មានអារម្មណ៍អាកប្បកិរិយាទាំងមូលរបស់គាត់គឺស្រដៀងនឹងអាយ៉ងរក្សាទុកសម្រាប់ភ្នែកដ៏ជ្រាលជ្រៅមួយគូដែលហាក់ដូចជាគ្រប់ដណ្ដប់លើពិភពលោកគ្មានទីបញ្ចប់ផ្ដល់ឲ្យលោហ្វឹងនៅអារម្មណ៍នៃធម្មជាតិដ៏អស្ចារ្យរបស់ចៅហ្វាយលូហ្វុងការសម្លឹងមើលរបស់ចៅហ្វាយនីវិមានវាយយ៉ាងបានធ្លាក់មកលើលោហ្វឹងហើយទឹកមុខដែលគ្មានអារម្មណ៍របស់គាត់បានបញ្ចេញទៅជាស្នាមញឹមដ៏ស្រទន់អ្នកក៏ជាអ្នកជំនាញប្រភពពិភពលោកដែលមានរូបតំណាងជាច្រើនប៉ុន្តែមិនអាចទុករូបតំណាងមួយដើម្បីជួបខ្ញុំមុននេះបានទេផ្ទុយទៅវិញអ្នកឲ្យខ្ញុំរងចាំរហូតដល់អ្នកបានបញ្ចប់ការបញ្ចាំងភាពយន្តរាប់ម៉ឺននាក់តើអ្នកមានចេតនាចង់បំបាក់មុខខ្ញុំមែនទេលោហ្វឹងបានឆ្លើយតបដោយស្ងប់ស្ងាត់ថាការមើលអ្នកដាំដុះរាប់ម៉ឺននាក់ទាមទារឲ្យមានការផ្ដោតអារម្មណ៍ទាំងស្រុងហើយមិនអាចធ្វើបានដោយការរំខាននោះទេគីឡូហ្វឹងបានឆ្លើយតបដោយស្ងប់ស្ងាត់ថាការជួបចៅហ្វាយនីវិមានសំនឹងទទួលបានដោយស្មោះអស់ពីចិត្តរបស់ខ្ញុំចិត្តស្មោះ
ចៅហ្វាយរីជវាំងវាយយ៉ាងងក់ក្បាលបន្តិចឥឡូវនេះអ្នកបានបញ្ចាំងចប់ហើយនេះជាលក្ខខណ្ឌរបស់ខ្ញុំលាលែងពីតំណែងគឺមេបញ្ជាការវិមានល្បាតឋានសុខហើយខ្ញុំនឹងចាត់ទុកអ្នកជាមិត្តការលាលែងពីតំណែងមិនមែនជាជំរឿទេគីឡូហ្វឹងងក់ក្បាលចៅហ្វាយរីជវាំងវាយយ៉ាងបានបង្កប់មួយផ្លែតរួចនិយាយយ៉ាងត្រជាក់ម្ដងទៀតថាក៏ខ្ញុំកំពុងប្រាប់អ្នកថាលាលែងពីតំណែងមេតបឡូហ្វឹងសម្លឹងមើលគាត់ដោយការភ្ញាក់ផ្អើលស្រាប់តែផ្ទុះសំណើចយ៉ាងក្រៀមក្រំក៏ហាគួរឲ្យអស់សំណើចណាស់មុខរបស់ចៅហ្វាយវិមានវាយយ៉ាងងឹតនេះគួរឲ្យអស់សំណើចមែនទេពិតណាស់វាគួរឲ្យអស់សំណើចណាស់គីឡូហ្វឹងសម្លឹងមើលគាត់ថ្ងៃនេះជាការប្រជុំលើកដំបូងរបស់យើងហើយអ្នកហ៊ានទាមទារឲ្យខ្ញុំលាលែងពីមុខតំណែងជាមេបញ្ជាការមែនទេតើវាមិនមែនជាការលេងសើចដ៏អស្ចារ្យបំផុតដែលគួរឲ្យស្មានទេព្រះបរមរាជវាំងវាយយ៉ាងសម្លឹងមើលទៅឡូហ្វឹងវិញគាត់បានស្រមុកយ៉ាងត្រជាក់អណ្ដាតភ្លើងខ្មៅបានឆាប់ឆេះចេញពីខ្យល់ស្ដាងឡោមព័ទ្ធរាងកាយរបស់ឡូហ្វឹងអណ្ដាតភ្លើងដ៏គួរឲ្យភ័យខ្លាចបានផ្ទុកថាមពលដ៏លើសលប់ដែលសូម្បីតែព្រះចៅអធិរាជដ៏ល្អឥតខ្ចោះកម្រិតទាបកម្រិតធំជីវិតទំនងជានឹងទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្រោមពួកគេទោះជាយ៉ាងណាក៏ដោយឡូហ្វឹងដែលបំពាក់ជាមួយនឹងរូបកាយសមុទ្រឈាមដ៏ល្អឥតខ្ចោះរបស់គាត់ដែលត្រូវបានពង្រឹងបន្ថែមដោយបេះដូងអមតៈរបស់គាត់បានឈានដល់កម្រិតនៃសមត្ថភាពរាងកាយមិនតិចជាងកម្រិតនៃភាពល្អឥតខ្ចោះរបស់អធិរាជទេវភាពកម្រិតទាបនៃជីវិតធម្មភាពធន់របស់គាត់ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់នេះឯងមានទាំងអស់មែនទេឡូហ្វឹងញឹមឈរដោយមិនងឿងឆ្ងល់ជាសំបីតែសក់មិនចេញចៅហ្វាយរីជវាំងវាយយ៉ាងបានសង្កេតឃើញរឿងនេះហើយញឹមតិចអ្នកមានទេពកោសល្យខ្លះដោយចប់នឹងច្បាប់ទីក្រុងការប្រជុំមុខដាក់គ្នាដោយផ្ទាល់មិនអាចកើនឡើងបានឡើយដោយទុកឲ្យគាត់ងាកទៅរកបាតុកម្មដ៏ទន់ភ្លន់ដើម្បីបំផិតបំភ័យឡូហ្វឹងយ៉ាងណាក៏ដោយអណ្ដាតភ្លើងរបស់គាត់បានបង្ហាញថាគ្មានប្រសិទ្ធភាពទេដូចជាប្រសិនបើឡូហ្វឹងចាត់ទុកពួកគេមិនលើសពីខ្យល់ឡូហ្វឹងនៅទីក្រុងយូឡានវាជាការល្អក្នុងការស្ដាប់ខ្ញុំចៅហ្វាយរីជវាំងវាយយ៉ាងបាននិយាយទៅកាន់គាត់ដោយត្រជាក់ក៏ធ្វើតាមការដឹកនាំរបស់ខ្ញុំហើយខ្ញុំអាចជួយធ្វើឲ្យអ្នកក្លាយជាម្ចាស់រាជវាំងនាពេលអនាគតឡូហ្វឹងមើលទៅក្រោយដោយសើចថានៅទីក្រុងយូឡានពាក្យរបស់អ្នកគ្មានទម្ងន់ទេជាមួយនោះឡូហ្វឹងក៏ងាកចេញទៅដោយមើលរូបដែលដកថយរបស់ឡូហ្វឹងចៅហ្វាយរីជវាំងវាយយ៉ាងបានសើចចំអកទប់ទល់នឹងខ្សែសង្វាក់នៃភ្លើងព្រះអាទិត្យខ្មៅហើយអ្នកគិតថាអ្នកអាចឆ្លោះជាមួយខ្ញុំបានទេគួរឲ្យអស់សំណើចណាស់ចៅហ្វាយរីជវាំងវាយយ៉ាងសើចចំអកដោយកំហឹងអ្នកដែលក្លាហានគ្រប់គ្រាន់ក្នុងការមើលងាយគាត់នៅក្នុងទីក្រុងយូឡានទាំងអស់មានតិចតួចនិងឆ្ងាយថ្ងៃនេះឡូហ្វឹងបានចូលរួមជាមួយក្រុមរបស់ពួកគេជំពូក340បង្ខំឲ្យចាប់ផ្ដើមឡូហ្វឹងបានចាក់ចេញពីវិមានរូងភ្នំរបស់ចៅហ្វាយនីវាយយ៉ាងសម្រាប់អីហ្នឹងមុនពេលកិច្ចប្រជុំនេះឡូហ្វឹងបានទន្ទឹងរង់ចាំវារួចជាស្រេចជាពិសេសចាប់តាំងពីកន្លែងដូចជាសម្បុកសត្វល្អិតសិក្ខាសាលាបោកបញ្ឆោតនិងប៉មស្រមោលសុទ្ធតែស្ថិតនៅក្រោមក្រុមចៅហ្វាយនីវិមានវាយយ៉ាងកិច្ចប្រជុំនេះគ្រាន់តែបញ្ជាក់ពីការវិនិច្ឆ័យរបស់ឡូហ្វឹងប៉ុណ្ណោះម្ចាស់វិមានវាយយ៉ាងពិតជាសម្រាមមែនឡូហ្វឹងបានគិតថាដើម្បីរក្សាប្រតិបត្តិការនៃទីក្រុងពឹងផ្អែកលើពាណិជ្ជកម្មថ្លៃស្នាក់នៅនិងប្រាក់ចំណេញពីការជួលទាំងនេះគឺអាចយល់បានប៉ុន្តែនៅតែមិនពេញចិត្តនឹងរឿងនេះប្រើអំពើលួចប្លន់និងថែមទាំងប្រើល្បិចស៊ើបអង្កេតអ្នកដាំដុះដែលគួរឲ្យសង្ស័យច្របាច់ក៏ថែមទៀតចៅហ្វាយវិមានវាយយ៉ាងអ្នកពិតជាសម្រាមសំណាងហើយអ្នកមិនទាន់ទទួលបានសិទ្ធិអំណាចពីអ្នកសាងសង់ទីក្រុងទេប្រសិនបើអ្នកធ្វើបានខ្ញុំគ្រាន់តែស្រមៃមើលអំពើខុសខើដែលអ្នកបានប្រព្រឹត្តព្រះបរមរាជវាំងវាយយ៉ាងនិងឡូហ្វឹងមានភាពខុសគ្នាខ្លាំងព្រះបរមរាជវាំងវាយយ៉ាងបានឈានដល់កម្រិតនៃការត្រាស់ដឹងពាក់កណ្ដាលបឋមតាំងពីយូរយារណាស់មកហើយដោយបានចាក់ឫសយ៉ាងជ្រៅក្នុងដំណាក់កាលនេះធ្វើឲ្យការរីកចម្រើនបន្ថែមទៀតមានការលំបាកយ៉ាងខ្លាំងគាត់លែងខិតខំកែម្អទៀតហើយគ្រាន់តែស្វែងរកភាពងាយស្រួលក្នុងការទទួលបានធនធានបន្ថែមទៀតតាមធម្មជាតិគាត់បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទីក្រុងយូឡានឡូហ្វឹងប្លែកការដាំដុះរបស់ឡូហ្វឹងបានកើនឡើងដល់កម្ពស់ថ្មីហើយទីក្រុងយូឡាននៃអាណាចក្រដ៏ពិសិដ្ឋទាំង9គឺគ្រាន់តែជាការឈប់មួយក្នុងចំណោមផ្លូវជាច្រើនក្នុងដំណើរដាំដុះរបស់គាត់នៅពេលដែលខ្ញុំប្រមូលបានគ្រប់គ្រាន់បំបែកនៅក្នុងជីវិតនិងមរណៈទៅហើយទទួលបានអាជ្ញាធរអ្នកសាងសង់ទីក្រុងខ្ញុំនឹងបណ្ដេញចៅហ្វាយនីវិមានវាយយ៉ាងចេញវឡូហ្វឹងបានគិតចៅហ្វាយរីជវាំងយួនសៀងដើរកាត់ទីក្រុងយូឡានលោកឡូហ្វឹងបានផ្ញើសារទៅកាន់ចៅហ្វាយរីជវាំងយួនសៀងថាចាប់ពីពេលនេះទៅខ្ញុំមានបំណងចាប់ផ្ដើមស៊ើបអង្កេតជីវិតក្នុងកម្រិតទាបដែលលាក់កំបាំងទាំងអស់នៅក្នុងទីក្រុងទាំងមូលតើអ្នកនឹងចាប់ផ្ដើមការស៊ើបអង្កេតឥឡូវនេះទេ
ចៅហ្វាយរីជវាំងយួនសៀងស្ដាប់ទៅគួរឲ្យភ្ញាក់ផ្អើលហើយសាច់ក្នុងការឆ្លើយតបរបស់គាត់បងប្រុសលោហ្វឹងអ្នកធ្វើសកម្មភាពលឿនជាងអ្នកចាស់ទុំដទៃទៀតអ្នកទើបតែបានកាន់តំណែងជាមេបញ្ជាការវិមានល្បាតឋានសុខបានបញ្ចប់ការពិនិត្យមើលអ្នកដាំដុះគួរឲ្យសង្ស័យហើយឥឡូវនេះអ្នកកំពុងចាប់ផ្ដើមការស៊ើបអង្កេតពេញទីក្រុងលោកលោហ្វឹងបានពន្យល់នៅក្នុងការបញ្ជូនរបស់គាត់ថាការបង្កើតនៅជុំវិញរូងភ្នំទាំងអស់នៅក្នុងទីក្រុងនាពេលបច្ចុប្បន្ននេះការពីអ្នកដាំដុះនៅខាងក្នុងដែលធ្វើឲ្យវាមិនអាចស៊ើបអង្កេតពួកគេជាបណ្ដោះអាសន្ននៅខាងក្រៅរូងភ្នំអ្នកដាំដុះមានចំនួនត្រឹមតែមួយផ្នែកតូចនៃចំនួនប្រជាជនទីក្រុងចាប់ផ្ដើមការស៊ើបអង្កេតរបស់អ្នកជាមុនសិនពេលអ្នករួចរាល់ខ្ញុំនឹងរៀបចំឲ្យមានទម្រង់រូងភ្នំទាំងអស់ត្រូវបានបិទជាបណ្ដាចៅហ្វាយនីវិមានយួនសៀងបានបញ្ជូនត្រឡប់មកវិញមិនអីទេគីឡូហ្វឹងឆ្លើយតបតាមធម្មជាតិភ្នែកនៃការបំផ្លិចបំផ្លាញជីវគីមីបានបើកនៅចំកណ្ដាលចិញ្ចើមរបស់គាត់ដោយស្កែនមើលជុំវិញខ្លួនគាត់អាចយល់មិនច្បាស់អំពីព្រលឹងនៃអ្នកដាំដុះជាច្រើននៅតាមដងផ្លូវក្បែរនោះហូសពីវិមានល្អាងរបស់គាត់រូបតំណាងរបស់លោហ្វឹងចំនួន5នាក់បានហោះចេញរូបតំណាងនីមួយមានភ្នែកនៃការបំផ្លិចបំផ្លាញជីវគីមីរបស់វាបើករូបតំណាងលោហ្វឹងសរុបចំនួន6បានបែងចែកទីក្រុងទៅជាតំបន់ដោយធ្វើការបោះសម្អាតយ៉ាងយកចិត្តទុកដាក់នៅពេលនេះទីក្រុងយូឡានត្រូវបានគ្របដណ្ដប់ដោយភ្លៀងធ្លាក់អ្នកដាំដុះនៅក្នុងទីក្រុងមានរូបរាងចម្រុះខណៈពេលដែលលោហ្វឹងដោយភ្នែករបស់គាត់បន្ថែមលើចិញ្ចើមរបស់គាត់លីបញ្ចូលគ្នាយ៉ាងរលូនទៅក្នុងទេសភាពទីក្រុងអវតារទាំង6របស់គាត់បានហោះហើរដោយចៃដន្យដោយធ្វើការស្ទង់មិត្តតាមតំបន់បានរកឃើញអ្នកលាក់កំបាំងមួយរូបតំណាងសត្វដង្កូវបេះដូងក៏រកឃើញមួយវិនាទីរូបតំណាងដង្កូវបេះដូងគួរឲ្យតាក់ទាញក៏បានរកឃើញរូបតំណាងពស់ដែលលេបត្របាក់ព្រលឹងទី9សូម្បីតែពេលរកឃើញក៏លោហ្វឹងមិនព្រមកោឆ្នាំងនោះទេហើយជំនួសវិញដោយស្ងាត់ស្ងៀមកត់ត្រាអត្តសញ្ញាណអ្នកដាំដុះដោយប្រើមូលដ្ឋានទិន្នន័យលម្អិតរបស់ទីក្រុងយូឡានការកំណត់ទីតាំងវិមានល្អាងដែលបានកំណត់របស់ពួកគេគឺជាកិច្ចការដ៏ងាយស្រួលមួយកន្លះថ្ងៃក្រោយមករូបតំណាងរបស់លោហ្វឹងទាំង6រូបបានធ្វើដំណើរឆ្លងកាត់ទីក្រុងទាំងមូលហើយទីបំផុតបានប្រមូលផ្ដុំគ្នាឡើងវិញលោហ្វឹងបានបញ្ជូនថាចៅហ្វាយរីជវាំងយួនសៀងខ្ញុំបានបញ្ចប់ការបោសសម្អាតទីក្រុងទាំងមូលហើយមនុស្សគ្រប់គ្នានៅខាងក្រៅរូងភ្នំរបស់ពួកគេត្រូវបានបញ្ចាំងលោហ្វឹងបានបញ្ជូនថាក៏ខ្ញុំបានកំណត់អត្តសញ្ញាណអ្នកលួចលាក់សរុប22នាក់22ចៅហ្វាយរីជវាំងយួនសៀងមានសេចក្តីសោមរីករាយនៅពេលដែលយើងលុបបំបាត់ពួកគេការធ្វើតាមខ្សែបន្ទាត់បុព្វហេតុគួរតែអនុញ្ញាតឲ្យយើងចាប់យកក្រុមអ្នកលួចបន្លំបន្ថែមលោហ្វឹងមកក្បាលបាននិយាយពីបច្ចេកទេសសម្ងាត់នៃការសង្កេតគាត់មិនអាចផ្គូផ្គងបានក្នុងទីក្រុងយូឡានទោះជាយ៉ាងណាក្នុងបញ្ហាបុព្វហេតុក៏នៅមានអ្នកផ្សេងទៀតខ្លាំងជាងគាត់លោកវិមានលោកម្ចាស់យួនសៀងបានថ្លែងថាឥឡូវនេះខ្ញុំនឹងរៀបចំពួកព្រឹទ្ធាចារ្យជាក្រុមពួកគេនឹងសម្លាប់អ្នកលួចលាក់ទាំង22នាក់នេះហើយធ្វើតាមខ្សែហេតុដើម្បីចាប់អ្នកលួចលាក់បន្ថែមទៀតគឺរឿងតូចតាចនេះមិនតម្រូវឲ្យមានការចូលរួមរបស់អ្នកទេលោហ្វឹងបានឆ្លើយតបថាយល់ហើយការតាមដានពួកគេតាមរយៈបុព្វហេតុគឺជាអ្វីមួយដែលអ្នកចាស់ទុំអាចដោះស្រាយបានភ្នែកនៃការបំផ្លិចបំផ្លាញជីវសាស្ត្របានអនុញ្ញាតឲ្យលោហ្វឹងមើលទីក្រុងទាំងមូលទោះយ៉ាងណាក៏ដោយជួរដែលគាត់បានសង្កេតកាន់តែធំចក្ខុវិស័យរបស់គាត់កាន់តែលម្អិតតិចគាត់គ្រាន់តែអាចដឹងពីភាពស្រពេចស្រពិលនៃអ្នកដាំដុះជាច្រើនតែធ្វើឲ្យវាពិបាកក្នុងការស៊ើបអង្កេតរាងកាយរបស់ពួកគេទុកឲ្យព្រលឹងរបស់ពួកគេតែម្នាក់ឯងពេលវេលាសកម្មភាពកភ្នែកនៃការបំផ្លិចបំផ្លាញជីវគីមីរបស់លោហ្វឹងបានចាក់សោយ៉ាងយូរទៅលើអ្នកលួចលាក់ដែលគួរឲ្យសង្ស័យចំនួន22នាក់គាត់មើលឃើញអ្វីទាំងអស់យ៉ាងច្បាស់អិសរាជនកម្រិតចាស់ទុំចំនួន22នាក់បានបើកការវាយប្រហាររបស់ពួកគេក្នុងពេលដំណើរគ្នាដោយបានវាយប្រហារទៅលើអ្នកលាក់កំបាំងចំនួន22នាក់ភ្លាមដោយប្រើបន្ទាត់បុព្វហេតុរូបតំណាងដែលពាក់ព័ន្ធត្រូវបានចាប់យកយ៉ាងឆាប់រហ័សបន្ទាប់មកនៅក្នុងភូមិគ្រឹះល្អាងធម្មតាក្នុងសង្កាត់ខាងក្រៅនៃទីក្រុងយូឡានអ្នកដាំដុះសម្លៀកបំពាក់ក្រហមម្នាក់បានរស់នៅដោយឯកោស្ដេចសមាជិកត្រកូលថ្នាក់កណ្ដាលនិងថ្នាក់ទាបរបស់យើងដែលលាក់ខ្លួននៅក្នុងទីក្រុងយូឡានកំពុងត្រូវបានសម្លាប់ម្ដងមួយគូសំឡេងមួយបានបន្លឺឡើងក្នុងចិត្តរបស់អ្នកដាំដុះអាវក្រហមយ៉ាងហោចណាស់រូបតំណាងត្រកូល30នាក់បានស្លាប់ហើយចំនួនកំពុងកើនឡើងយ៉ាងឆាប់រហ័សសមាជិកត្រកូលថ្នាក់កណ្ដាលនិងថ្នាក់ក្រោមរូបតំណាងត្រូវបានគេសម្លាប់កសិករពាក់អាវក្រហមបានរអ៊ូតមទាំងច្របូកច្របល់ថាហេតុអ្វីបានជាត្រូវគេលាតត្រដាងច្រើនម្ល៉េះព័ត៌មានលម្អិតនៃប្រតិបត្តិការនេះត្រូវបានគេដឹងតែចំពោះតួលេខកម្រិតអ្នកដឹកនាំប៉ុណ្ណោះយើងបានដាក់កម្រិតដោយប្រុងប្រយ័ត្ននៅសមាជិកស្នូលប៉ុន្តែសម្រាប់សមាជិកត្រកូលកម្រិតមធ្យមនិងកម្រិតទាបឧបសគ្គមិនតឹងរឹងទេជាសម្លេងពន្យល់
តាមធម្មជាតិសមាជិកត្រកូលថ្នាក់កណ្ដាលនិងថ្នាក់ទាបទាំងនោះមិនដឹងពីសារៈសំខាន់នៃប្រតិបត្តិការនេះទេសាកសពិតរបស់ពួកគេនៅតែនៅខាងក្រៅទីក្រុងអ្នកដែលលាក់ខ្លួននៅខាងក្នុងគឺគ្មានអ្វីក្រៅពីរូបតំណាងកូនចៅមិនបាច់ធ្វើអីទេកសិករពាក់អាវក្រហមបានឆ្លើយតបថានៅតែអត់ធ្មត់ឥឡូវនេះមិនមែនជាពេលត្រូវធ្វើទេយោគូសំលេងបានឆ្លើយនៅទីក្រុងយូឡានតាមដានអ្នកលាក់កំបាំងចំនួន22នាក់ដែលកំណត់អត្តសញ្ញាណដោយលោហ្វឹងតាមខ្សែបន្ទាត់បុព្វហេតុបង្កើតរូបតំណាងបន្ថែមចំនួន75រូបជាងនេះទៅទៀតអ្នកដាំដុះគួរឲ្យសង្ស័យដែលជាប់ពាក់ព័ន្ធត្រូវបានបញ្ជូនទៅវិមានល្បាតឋានសួគ៌ក្នុងចំនួនដ៏ច្រើនក្នុងអំឡុងពេលចាប់ខ្លួនអ្នកដាំដុះដែលសង្ស័យជាង100នាក់នេះបានធ្វើអត្តឃាតបងប្រុសលោហ្វឹងពិតជាសំនឹងទទួលបានកិត្តិយសដ៏អស្ចារ្យការបញ្ចាំងជុំនេះបានបង្ខំឲ្យមានអ្នកលួចលាក់ប្រហែល200នាក់រួចហើយពួកគេបានសង្ស័យថាចំនួនដ៏សន្ធឹកសន្ធាប់នៃទម្រង់ជីវិតក្នុងកម្រិតទាបត្រូវបានលាក់ពីមុនការលាតត្រដាងពួកវាគឺជាបញ្ហាប្រឈមយ៉ាងខ្លាំងឥឡូវនេះអ្វីបានរលូនជាងលោហ្វឹងបានធ្វើការដោយមិននឿយហត់ដោយឈរជើងនៅវិមានល្បាតឋានសួគ៌ដើម្បីពិនិត្យឲ្យអ្នកដាំដុះដែលគួរឲ្យសង្ស័យម្នាក់ម្ដងមួយអ្នកដាំដុះទាំងនេះត្រូវបានចាប់ខ្លួនសួរចម្លើយនិងដោះលែងនៅថ្ងៃតែមួយដោយមិនត្រូវបានគេជំរិតយកទ្រព្យសម្បត្តិដែលបណ្ដាលឲ្យមានការពិភាក្សាយ៉ាងទូលំទូលាយនៅក្នុងទីក្រុងយូឡានសំឡេងនេះបានរាយការណ៍ថាព្រះមហាក្សត្រយើងបានបាត់បង់205ត្រកូលរូបតំណាងនៅពេលនេះអវតារទាំងនេះជាកម្មសិទ្ធិរបស់23ត្រកូលជាមួយនឹងអំណាចភាគច្រើននៅដំណាក់កាលកណ្ដាលឬដំណាក់កាលដំបូងកម្រិតអធិរាជដ៏ទេវភាពមិនអើពើទេគឺអ្នកដាំដុះអាវក្រហមឆ្លើយតបដោយប្រងើយកន្តើយសមាជិកត្រកូលអធិរាជដ៏ទេវភាពក្នុងដំណាក់កាលកណ្ដាលនិងដំណាក់កាលដំបូងមួយចំនួនមិនមានសារៈសំខាន់ចំពោះគឺប្រតិបត្តិការបំផ្លាញទីក្រុងពិតប្រាកដនោះទេសំឡេងបាននិយាយថាឆ្លៀតយកប្រយោជន៍ពីបញ្ហានេះខ្ញុំបានចេញបញ្ជាឲ្យសមាជិកទាំងអស់នៅស្ងៀមគ្មានសកម្មភាពដែលគ្មានការអនុញ្ញាតត្រូវបានអនុញ្ញាតទេដោយបានបាត់បង់ច្រើនជាបន្តបន្ទាប់ឥឡូវពួកគេកំពុងតែគោរពតាមការបង្គាប់របស់ខ្លួនអ្នកដាំដុះអាវក្រហមបានប្រកាសថាបុគ្គលអត់ធ្មត់គឺជាគន្លឹះនៅពេលដែលពេលវេលាត្រឹមត្រូវយើងនឹងផ្លាស់ទីគាត់បានក្រឡេកមើលទិសដៅនៃតំបន់ស្នូលរបស់ទីក្រុងយូឡានពួកព្រឹទ្ធាចារ្យនៃទីក្រុងយូឡានមិនដឹងច្បាស់ថាតើសមាជិកត្រកូលប៉ុន្មានអ្នកបានជ្រៀតចូលឆ្លងកាត់អាណាចក្រដ៏ពិសិដ្ឋទាំង9សមាជិកស្នូលនៃពួកបេះដង្កូវនិងត្រកូលពស់ដែលលេបត្របាក់ព្រលឹងបានប្រមូលផ្ដុំនៅទីនេះដែលជាពាក់កណ្ដាលនៃកម្លាំងស្នូលនៃសាខារៀងខ្លួនមានតែអ្នកដែលមានកម្លាំងអធិរាជដ៏ទេវភាពដំណាក់កាលចុងក្រោយប៉ុណ្ណោះដែលអាចចាត់ទុកថាជាសមាជិកស្នូលអិសរាជនកម្រិតដ៏ឥតខ្ចោះរបស់អធិរាជគឺជាអ្នកដឹកនាំនៃសាខាត្រកូលមួយប៊ូមរំពេចនោះទីក្រុងយូឡានបានញ័រយ៉ាងខ្លាំងខណៈដែលសម្ពាធដ៏គួរឲ្យភ័យខ្លាចបានផ្ទុះឡើងអ្នកដាំដុះអាវក្រហមស្រឡាំងកាំងក្រឡេកមើលទៅខាងក្រៅដើម្បីក្រឡេកមើលខាងក្រៅជាកន្លែងដែលមានពន្លឺពណ៌ស្វាយយ៉ាងក្រាស់ព័ទ្ធជុំវិញទីក្រុងទាំងមូលប៊ូមសំឡេងរញ្ជួយផែនដីមួយទៀតបន្លឺឡើងភ្លៀងក្នុងទីក្រុងបានប្រែក្លាយទៅជាអាប់ដោយមានកម្លាំងមើលមិនឃើញបានសាយភីពេញគ្រប់ជ្រុងប៊ូមប៊ូមប៊ូមផ្ទុះផ្គរលាន់ពេញទីក្រុងយូឡានខណៈផ្ទុះមួយគ្រាប់ទៀតការកើនឡើងនៃអំណាចនៃឋានសួគ៌និងផែនដីកាន់តែមានភាពច្របូកច្របល់និងលើសលប់ដោយផ្ទៃមេឃរបស់ទីក្រុងនេះប្រហាក់ប្រហែលនឹងសមុទ្រដ៏ច្របូកច្របល់ជាធម្មតាពួកព្រឹទ្ធាចារ្យឲ្យគ្រាន់តែលះបង់មួយចំណែកនៃស្មារតីរបស់ពួកគេដើម្បីរក្សាប្រព័ន្ធការពាររបស់ទីក្រុងយូឡានប៉ុន្តែក្នុងអំឡុងពេលដ៏សំខាន់ដូចជាសមរភូមិឡោមព័ទ្ធពួកគេបានប្រមូលផ្ដុំកម្លាំងពេញលេញរបស់ពួកគេដើម្បីពង្រឹងទម្រង់ពង្រីកថាមពលរបស់ពួកគេយ៉ាងខ្លាំងនេះជាពេលមួយដែលការបង្កើតទីក្រុងកំពុងត្រូវបានធ្វើឲ្យសកម្មជាបន្តបន្ទាប់ដែលអាចនឹងកើនឡើងយ៉ាងឆាប់រហ័សការធ្វើឲ្យសកម្មតាមវិធីសាស្ត្រនេះបង្ហាញថាទីក្រុងយូឡានមិនទាន់ស្ថិតក្នុងស្ថានភាពបន្ទាន់នៅឡើយតើមានអ្វីកើតឡើងហេតុអ្វីបានជាការបង្កើតទីក្រុងយូឡានដំណើរការយ៉ាងពេញទំហឹងអ្នកដាំអាវក្រហមសួរដោយសំឡេងរត់តើប្រតិបត្តិការអាចត្រូវបានគេសម្រុះសម្រួលទេមិនអាចទៅរួចសមាជិកស្នូលដែលចូលរួមទាំងអស់ត្រូវបានរឹតបន្តឹងយ៉ាងតឹងរ៉ឹងសូម្បីតែផែនការប្រតិបត្តិការលម្អិតក៏ត្រូវបានដឹងចំពោះតែអ្នកដឹកនាំប៉ុណ្ណោះគឺអ្នកដាំដុះអាវក្រហមមានអារម្មណ៍មិនសប្បាយចិត្តបន្ទាប់ពីដង្ហើមរាប់សិបដងបានកន្លងផុតទៅអារ៉េដ៏ធំនៃទ្រង់ទ្រីនៅទូទាំងទីក្រុងយូឡានបានផ្ទុះឡើងយ៉ាងពេញទំហឹងថាមពលដ៏ខ្លាំងក្លារបស់ពួកគេគ្រប់ដណ្ដប់គ្រប់ជ្រុងនៃទីក្រុងនេះបានធ្វើឲ្យអ្នកដាំដុះនៅក្នុងភាពតានតឹងនិងថប់បារម្ភខ្ញុំគឺយួនសៀងសំឡេងស្រទន់បានបន្លឺឡើងពេញទីក្រុងគឺមិត្តរួមការងារនៃទីក្រុងយូឡានកុំភ័យស្លន់ស្លោ
ទីក្រុងរបស់យើងបានបង្កើតវិធីសាស្ត្រមួយដើម្បីរកឲ្យឃើញអ្នកលាក់កំបាំងនៃទម្រង់ជីវិតបឋមកម្រិតទាបចាប់ពីពេលនេះទៅទម្រង់រូងភ្នំទាំងអស់នឹងត្រូវបិទជាបណ្ដាលសូមបិទទម្រង់ផ្ទាល់ខ្លួនណាមួយនៅក្នុងលំនៅឋានរបស់អ្នកដើម្បីសម្រួលដល់ការផ្ទៀងផ្ទាត់អត្តសញ្ញាណសំឡេងរបស់ចៅហ្វាយនីវិមានយួនសៀងបានបន្លឺឡើងពេញទីក្រុងថាបើដំណើរការចាក់បញ្ចាំងទាំងមូលនឹងត្រូវបញ្ចប់ក្នុងរយៈពេល1ថ្ងៃពួកគេអាចបញ្ចាំងទីក្រុងទាំងមូលឥឡូវនេះអស្ចារ្យវាដល់ពេលដែលយើងត្រូវលុបបំបាត់ទម្រង់ជីវិតបឋមកម្រិតទាបដែលលាក់កំបាំងទាំងអស់នៅទូទាំងស្រុកនានាអ្នកដាំដុះភាគច្រើនបានអបអរសាទរជាង 90% នៃអ្នកដាំដុះក្នុងទីក្រុងគឺស្ថិតនៅក្រោមកម្រិតអធិរាជដ៏ទេវភាពគ្មានអំណាចប្រឆាំងនឹងអ្នកដែលលាក់កំបាំងនៅទម្រង់ជីវិតបឋមកម្រិតទាបដែលជាសុបិនអាក្រក់សម្រាប់ពួកគេប្រសិនបើការពិនិត្យយកចេញទាំងអស់ដោយជោគជ័យក្នុងពេលតែមួយការពិនិត្យតាមការកំណត់ជាបន្តបន្ទាប់នឹងជួយបង្កើនសុវត្ថិភាពទីក្រុងយ៉ាងខ្លាំងស្ដេចពួកគេកំពុងរៀបចំចាក់បញ្ចាំងពេញទីក្រុងសម្លេងបានបន្លឺឡើងជាបន្ទាន់អ្នកដាំដុះសម្លៀកបំពាក់ក្រហមបានឬការប្រកាសពេញទីក្រុងដោយធម្មជាតិការបញ្ចេញមតិរបស់គាត់កាន់តែងឹតគាត់គឺជាមេខ្លោងនៅពីក្រោយប្រតិបត្តិការនិងជាអ្នកដំបូងដែលមកដល់គេស្ដេចពួកផ្សេងទៀតមិនទាន់បានប្រមូលផ្ដុំនៅឡើយទេដោយសារពេលវេលាកំណត់សម្រាប់ប្រតិបត្តិការមិនទាន់មកដល់អ្នកដាំដុះអាវក្រហមបាននិយាយថាកងកម្លាំងរបស់ទីក្រុងទាមទារឲ្យមានការជ្រៀតចូលយ៉ាងម៉ត់ចត់ដូច្នេះពួកគេបានមកដល់មុនការកំណត់ហើយពួកគេទាំងអស់នៅទីនេះទោះជាយ៉ាងណាក៏ដោយមានតែកងកម្លាំងរបស់យើងចំនួន 30% ប៉ុណ្ណោះដែលនៅក្រៅទីក្រុងបានមកដល់ហើយនៅសល់នៅតែធ្វើដំណើរមិនអីទេទោះបីជាយើងបើកដំណើរការមុនការកំណត់ក៏ដោយទម្រង់ជីវិតបឋមកម្រិតទាបរបស់យើងអាចទទួលរងការខាតបង់ច្រើនជាងមុនប៉ុន្តែ probability នៃការបំផ្លាញទីក្រុងនៅតែមានលើសពី 90% ការក្រឡេកមើលរបស់អ្នកដាំអាវក្រហមប្រែជាទឹកកកគាត់បានដឹងថាគ្មានពេលត្រូវរងចាំទេការពន្យាពេលការប្រឈមមុខនឹងហានិភ័យបន្ថែមទៀតចំពោះការបញ្ចាំងពេញខ្នាតបញ្ជូនការបញ្ជាទិញរបស់ខ្ញុំអនុវត្តតាមប្រតិបត្តិការដែលបានគ្រោងទុកចាប់ផ្ដើមសំឡេងរបស់អ្នកដាំដុះអាវក្រហមបានបន្លឺឡើងភ្លាមនៅក្នុងគំនិតនៃទម្រង់ជីវិតបឋមកម្រិតទាបដែលលាក់ខ្លួននៅក្នុងទីក្រុងដែលជារលកផ្លូវចិត្តរូបីដែលជំរុញឲ្យមានការអនុលោមតាមលក្ខខណ្ឌដោយគ្មានលក្ខខណ្ឌរបស់ពួកគេ